មានមួយជាតិអីមិនទៅទេអីអ្នកទាំងអស់គ្នាមើលទៅនោះមានគេបុកមនុស្សហើយមិនអីទេអូឡាននឹងទៀតហើយមែនទេណែតើលោកមានស្មារតីសឹកថតជាមនុស្សទេចេះឡានបុកមនុស្សហើយត្រូវចង់មកមើលលោកចេះណាទៅសាច់ទឹកដាក់ខ្ញុំមុននេះបើមិនចាំមកខ្ញុំប្តឹងប៉ូលីសហើយណាបើចង់ចេះដឹងរឿងអ្នកដទៃជាដំបូងនាងត្រូវមានគូក្បាលសិនចាំផងតែអរគុណចេះលោកទៀតហើយចេញទៅហេតុអីចន្ទាយន្តនេះនៅក្នុងផ្ទះរបស់លោកអីសុំទៅយើងពិនិត្យមើលហើយគ្មានអ្វីនោះទេណាគ្រប់យ៉ាងនឹងជាឆាប់ហើយចុះលោកប៉ាដឹងខ្លួនហើយលោកប៉ាមានអារម្មណ៍ស្រួលត្រង់ណាមិនបានជាគាត់វាយខ្ញុំដឹកពិនិត្យម្ដងទៀតមកក៏ភ្លៀងវិលមកព្យាបាលអត់កោតទេណែសម្លេងខ្ញុំរឿងការខ្ញុំរឿងការខ្ញុំមកវិញរឿងការខ្ញុំមកវិញរឿងការខ្ញុំមកវិញរឿងការអ្នកណាជារបស់អ្នកហ្នឹងមែនហើយជាកាប់ពិនធ្វើស្អីហ្នឹងជាកាប់ពិនលោកធានកិច្ចប្រជុំរបស់លោកជាមួយលោកវាងចិត្តចាប់ផ្ដើមហើយមកប្រហែលហើយខ្ញុំមានការប្រជុំសំខាន់ត្រូវទៅជាមួយខ្ញុំហេតុអីត្រូវស្ដាប់គេអញ្ចឹងយ៉ាងម៉េចខ្ញុំមានគោលការណ៍ផ្ទាល់ខ្លួនខ្ញុំណា5សែន5សែនលើកទី1 5សែនលើកទី1ដើរទៅនាងជាអ្នកណាអង្គុយតែនេះដែលមិនអាចប្រាប់បានពីភាពខុសគ្នារវាងអ្នកធំនិងអ្នកតូចហើយឲ្យអង្គុយចុះសំទោសលោកវាងគឺគេជាជំនួយការថ្មីរបស់ខ្ញុំលោកធានលែងត្រូវការខ្ញុំហើយលោកអ៊ូជំនួយការថ្មីរបស់លោកមិនដឹងច្បាប់ទម្លាប់សោះមិនក៏មិនដឹងកន្លែងរបស់ខ្លួនឯងអញ្ចឹងបងមិនលឺទេនេះជាច្បាប់ទម្លាប់ល្ងងមែនទេហ្មងអើយផ្ដេសផ្ដាស់ម្លេចទេឲ្យឆាប់ឡើងទៅចាប់ផ្ដើមទៅនេះជាដំណោះស្រាយរបស់ពួកយើងសម្រាប់ក្រុមហ៊ុនលោកវាងបរិសុទ្ធជាគោលដៅទីផ្សារសោភ័ណភាពរាងកាយដែលបង្ហាញពីអំណាចហុយិនសាចាំមើលខ្ញុំនឹងឲ្យលោកដឹងតើខ្ញុំមានអំណាចប៉ុណ្ណានៅពេលនេះលោកអ៊ូតើគម្រោងនេះលោកគិតយ៉ាងម៉េចដែរទៅយល់ថាលោកវាងនេះជាអ្វីដែលខ្ញុំគិតថាមុនស្នេហ៍បរិសុទ្ធគឺស្ថិតនៅលើសាច់ដុំរឹងមាំហើយសាច់ដុំក្រាស់តាមយោបល់ខ្ញុំរកតារាបង្ហាញម៉ូដប្រុសមកបរិសុទ្ធសាច់ដុំនឹងបង្ហាញម៉ូដឲ្យពួកយើងហើយបរិសុទ្ធសាច់ដុំហ៎តើសំដែងធ្វើរបៀបមិនទៅលោកវាងនេះជាអ្វីដែលលោកមិនដឹងនោះទេចាំខ្ញុំបង្ហាញលោកណាតើលោកធ្លាប់ឃើញតារាម៉ូដែលគេធ្វើយ៉ាងម៉េចទេនេះទុកថាខ្ញុំបង្ហាញឲ្យលោកចុះលោកចង់ដឹងថាធ្វើអញ្ចឹងយ៉ាងម៉េចនេះឲ្យចាម៉េចលោកបាណែអុយណែចាំបង្ករឿងអីឲ្យការយល់ឃើញក្រែងសួរខ្ញុំពីរឿងហ្នឹងឯងតើខ្ញុំអ្នកឲ្យចេញកំណត់បែបហ្នឹងឯងមិនត្រូវការលុយច្រើនទៀតមែនទេឥឡូវខ្ញុំគឺជាប្រធានខ្ញុំមានលុយច្រើនខ្ញុំរីករាយនឹងធ្វើប្រធានរីករាយនឹងការបង្កបញ្ហាអញ្ចឹងមែនទេខ្ញុំក៏រីករាយតែងទម្លាក់អ្នកមកជាមួយគ្នាដែរដល់សម្លៀកបំពាក់នាងចេញដោះសម្លៀកបំពាក់នាងចេញដោះសម្លៀកបំពាក់ខ្ញុំណាចង់ដោះសម្លៀកបំពាក់ខ្ញុំដោះហឺ
ណែ ម្ដេចទីដោយសារ Fuji Group គាត់ថាកិច្ចសហការលើកនេះជារឿងកំ pl ែងលេងទៅហើយអញ្ចឹងយើងមិននិយាយគ្នាទៀតទេ លោកវាងខ្ញុំជូនដំណើរលោកលោកវាងពិតហើយខ្ញុំសុំទៅលោកវាងមិនមែនមានអញ្ចឹងនោះទេ ស្រីកញ្ជ្រោងអញហ៊ានតាក់ទងគុណដិតរបស់យើងផងហី អើហេតុអីនាងវាយនៅណាអមមិនក៏វាយមុខគេ ជេនស៊ីបងហ៊ានលួងនាងបញ្ជឺអូនអីហើយស្រីខ្មៅម្នាក់នេះជាអ្នកណា នាងហ្នឹងគឺខ្មៅងាប់ បានហើយអ្នកនាងលើឈិនពេលលេគ្រប់មានការយកច្រឡំហើយខ្ញុំនឹងនាងខ្ញុំមិនស្គាល់ហ្វូយិនសឹនោះទេមិនស្គាល់ នាងហ៊ានបង្កបញ្ហាផងហីហើយចុះរូបថតមួយនេះបកស្រាយចំណេញ អ្នកនាងលីរូបថតគឺជារឿងដែលចាញ់បានទេប៉ុន្តែហ្វូយិនសឹមានសេរីភាពចង់ថតអ្នកណាក៏បានដែរដែលគាត់ចង់ហើយការភ្ជាប់ពាក្យនឹងគ្រូសាលីហ្វូយិនសឹនឹងដោះស្រាយឆាប់ៗ បា បាន ន ន័យថាអ្នកទាំងពីរបាននិយាយគ្នាស៊ីជម្រៅរឿងនេះហើយមើលទៅទំនាក់ទំនងដូចជាខុសប្រក្រតីខ្ញុំមិនខ្វល់ទេ Full Agency លោកជ្រើសសហការជាមួយគ្រូសាលីឬក៏ជ្រើសស្រីម្នាក់នេះ ខ្ញុំមិនជ្រើសពីណាទេ តើកំពុងតែគិតអីហ្នឹងចាំនិយាយភ្លាមមកតើយ៉ាងម៉េច ប្រុសអត់ប្រយោជន៍ ទំនាក់ទំនងគ្រួសាររៀបចំ ហ៎លោកហ្នឹងខ្ញុំយល់ ហេតុអីមិនរកវិធីឲ្យគេចេញទៅ លីលី លីឈៀន លីឈៀនការប៉ះទៅខ្ញុំជាប្រុសឈួតនឹងស្រីហើយជាមនុស្សស្រីដែលខ្ញុំស្រឡាញ់ទាំងអស់តែអញ្ចឹងគឺជាពិសេសគឺវិញ្ញាណនាងស្អាតដូចជាទេពអប្សរហើយពីណាទៅទ្រាំបានដាស់តឿនអ្នកនាងទៅឲ្យឆ្ងាយពីខ្ញុំតិចទៅខ្ញុំគ្មានចិត្តស្មោះត្រង់ត្រឹមត្រូវជាមួយស្រីណាម្នាក់នោះទេជើងរបស់ខ្ញុំស្អុយចុងក្រោយសាវ៉ា នេះលោកច្បាស់ហើយមែនទេខ្ញុំនឹងប្រាប់លោកតាគ្រប់ពាក្យដែលលោកនិយាយថ្ងៃនេះហា ខ្ញុំនឹងប្រាប់លោកតាគ្រប់ពាក្យ ខ្ញុំគឺសៀទិញ អញ្ចឹងប្រាប់ខ្ញុំមកឲ្យខ្ញុំចាក់ចេញពីគេ បានអញ្ចឹងជួយខ្ញុំមកចាប់ផ្សាយរឿងទៅ អូនៅនឹងវងអញ្ជើញផ្លូវនេះបានត្រង់នេះហើយសូមជួយពន្លឺចាស់ល្អខ្ញុំបានរៀបចំជាពិសេសសម្រាប់អ្នកនាងចាប់ពីឥឡូវនេះទៅអ្នកនាងនៅថ្នាក់ក្រោមរបស់ខ្ញុំជាអ្នកមើលការខុសត្រូវ បានហើយចឹងទៅ ទទួលជាមិនមកមានអារម្មណ៍ស្តៀងអញ្ចឹងគេជានាងទេនាងស្រឡាញ់ខ្ញុំខ្លាំងដល់ថ្នាក់មួយម៉ាត់ក៏មិនហ៊ាននិយាយតាមខ្ញុំគ្រប់វិធីមកដល់ក្រុមហ៊ុនទៀតនាងពិតជាស្វាស្វែងណាស់ រូបរាងរបស់នាងពិតជាខុសពីរូបថតណា លោកផ្ញើរូបថតខ្ញុំឲ្យពួកគេ អាមិនបានធ្វើដូចជាកំណាញ់ម្លេះខ្ញុំមិនខ្វល់ថានាងចូលមកក្រុមហ៊ុនតាមរបៀបមិននោះទេប៉ុន្តែបើនាងមិនចង់ឲ្យប្រុសដទៃឃើញរូបថតរបស់នាងទេពីអ្វីដែលនាងបានលាក់បាំងឆាប់ចេញពីក្រុមហ៊ុនឲ្យបានឆាប់ចង់ងាប់ហើយមែនទេលោកធានជួយរកយុទ្ធធម៌ឲ្យខ្ញុំផងលោកធានខ្ញុំទើបដឹងថានាងជាអ្នករួមការងារថ្មីគ្រាន់តែណែនាំតិចតួចនាងក៏វាយខ្ញុំមើលស្ដាប់បង្គាប់ហ៊ានបំពេញឋានៈដឹកនាំ ស្អីគេអញ្ចឹង គេត្រឹមតែជាអ្នកដឹកជញ្ជូនតែប៉ុណ្ណោះទេគេមិនដឹងថាមានការអប់រំរដ្ឋទេគេប្រកាសចំមកតាមផ្លូវក្រោយហើយ ពិតហើយមែន វិញយ៉ាងនាងស្លាប់មិនខានទេលោកគូននិយាយហើយនាងត្រូវបណ្ដេញចេញ ខ្ញុំចង់និយាយថាគេចូលមកតាមផ្លូវក្រោយប៉ុន្តែនាងជាមនុស្សរបស់ខ្ញុំលោកមានយោបល់ស្អីទៅមុននេះគឺលោកថានាងមិនស្ដាប់បង្គាប់ឬក៏វាយថ្នាក់ដឹកនាំតាមមែនទេ អូទេនេះហៅថាត្រឹមត្រូវមិនខ្លាចអ្នកមានអំណាចហ៊ានតស៊ូតទល់ពិតជាក្លាហានណាស់ វ៉ាត់ស៊ីន បាទលោកធឿន ហើយអ្នកណានិយាយប្រេះផ្ដាស់ស្អីអ្នកណាហ៊ានប្រហិនយើងប្រមានណាវាយគ្រប់យើងមិនលឺសើចជាមួយនឹងអ្នកណាទាំងអស់ស្ដាប់បានទេគឺយើងប្រមានពួកឯងលឺទេ បាទ លោកអនុប្រធានលោកចុបខុស ខ្ញុំសុំទោសខ្ញុំពិតជាមិនដឹងមែនថាអ្នកទាំងពីរឆ្លាញ់គ្នាខ្ញុំពិតជាមិនដឹងពិតមែនសុំទោស អ្នកវិភាគម្នាក់នេះបើមិនបញ្ចប់មុខតំណែងក៏បានតែត្រូវតែមានការផ្លាស់ប្ដូរ អរគុណលោកគ្រូឲ្យតែលោកមិនប្រជុំខ្ញុំលោកឲ្យខ្ញុំធ្វើអីក៏ខ្ញុំព្រមធ្វើដែរ លោកត្រូវទៅលាងបន្ទប់ទឹកចាប់ពីស្អែកលាងបន្ទប់ទឹកពិតជាល្អមែនល្អលាងបន្ទប់ទឹក ពិតជាក្លិនក្រអូបណាស់នេះជាក្លិនផ្កាកុលាបបារាំងខ្ញុំលើថាផ្កានេះរីកតែម្ដងក្នុងមួយឆ្នាំទេ ថ្ងៃនេះទីបំផុតអ្នកបោកប្រាស់ខ្ញុំនោះគឺបានចាប់ដៃខ្ញុំហើយ ចាប់ពីថ្ងៃនេះរហូតដល់រាងកាយយើងបដូរគ្នាវិញនាងរស់នៅទីនេះ
ហើយកុំបង្កសម្លេងចេះចាច់ ប៉ុន្តែហេតុអីទឹកមុខរបស់គេដូចជាបានស៊ីឌីមួអញ្ចឹងពិតជាស្រស់ស្រាយមែនទែន ស្អែកនេះនាងគួរតែបញ្ឈប់គេឲ្យខ្ញុំក្រុមហ៊ុនខ្ញុំមិនត្រូវការបុគ្គលិកកំណត់កខ្វក់អញ្ចឹងទេ អញ្ចឹងខ្ញុំទៅចាប់ផ្ដើមទេខ្ញុំចង់ទុកគេដើម្បីដកសរសៃគេម្ដងមួយណែចង់ធ្វើហ្នឹង មិនទេ ទេកុំទេណែល្អមិនមកក៏បានសុំឲ្យខ្លួននាងទេ គឺខ្ញុំជាអ្នកមួយឲ្យ ហើយហេតុអីមានអារម្មណ៍ចម្លែកម្លេះ គិតថាខ្លួនឯងជាបលែទៅខ្ញុំជាអ្នកមើលថែខ្ញុំជាឈ្នួលកុំខ្មាស់អៀនអី ហេមិនណាធ្វើអញ្ចឹងទេ យេស៊ីម៉ាំង ម៉ាសំទោសដែលបង្កបញ្ហាជាពិសេសមកឃើញរឿងអញ្ចឹង ពេលនេះយើងក៏និយាយតាមត្រង់ចុះគឺយើងមិនទទួលពួកឯងតែពីរនោះទេគ្រួសារហ្វូមិនទទួលអ្នកដឹកជញ្ជូនជាដាច់ខាតយល់ទេ អ្នកដឹកជញ្ជូននឹងយ៉ាងម៉េចទៅឥឡូវម៉ាស់វិនយានគឺជាជំនួយការរបស់ខ្ញុំហើយជាឆ្អឹងខ្នងក្នុងក្រុមហ៊ុនមែនគឺជាក្នុងបងឯងខ្ញុំមែន មិនអាស្រ័យលើគ្រួសារឯងទេឯងមិនពេញចិត្តការណាត់ជួបនៅខាងក្រៅនាងគ្រាន់តែជាកញ្ជ្រោងញីនៅខាងក្រៅដែលធ្វើឲ្យយើងខឹងតែប៉ុណ្ណោះ កុំខឹងម៉ាក់សុខភាពមិនល្អសម្ពេតឈាមឡើងខ្ពស់ទៀតហើយ អេឥឡូវនេះខ្ញុំដូចជាមានអារម្មណ៍ប្រហែល ខ្ញុំមានថ្នាំនៅទីនេះ មិនបាច់មកធ្វើល្អទេចង់ចូលគ្រួសារហ្វូវិញឯងដេកចូលសពទៅយប់នេះម៉ាក់គេនៅទីនេះណា ហេតុអីតែយើងរកវិធីបដូររាងកាយយ៉ាងម៉េចទៅបើសិនជាគាត់នៅទីនេះរកវិធីព្រាមទៅធ្វើយ៉ាងម៉េច បាទធ្វើជាមនុស្សស្រីយ៉ាងម៉េចដែរ តើហេតុផលអ្វីអាចទៅរួចទៅ ម៉ាក់មកហើយ អូបរោះសាច់ដុំទាំងនេះមកពីណាទៅលោកអើយ មិនពិតទេខ្ទើយនេះគឺលុយ1លាន អ្នកមីងមិនថារឿងយ៉ាងណាទេខ្ញុំមិនអាចចាក់ចែងបានទេនៅពេលនេះ បាននេះគឺជាសម្ដីដែលយើងចង់ឮ ម៉ា ឯងត្រូវរស់នៅជាមួយយេនស៊ីជារៀងរហូតបានទេជីវិតសេះសាររបស់ខ្ញុំគឺពឹងលើដៃនាង ចាំតិចកូនមិនទាន់ព្រមនៅឡើយទេ មែនហើយនាងមិនតាន់ព្រមនៅឡើយទេ បិទមាត់គ្មានអីទៀងទាត់ទេណា ម៉ា ជួយយើងតិចទៅសូមមេត្តាទៅណា ម៉ាក់លេងមកចាំងពេលមកយប់មែនទេ គ្រាន់តែបានឃើញរូបភាពនឹងភ្លាមពេលបិទភ្នែកគួរឲ្យខ្លាចណាស់ម៉ាក់សំណពររឿងមួយបានទេសង្ឃឹមថាឯងអាចសន្យានឹងខ្ញុំបានជួយខ្ញុំម្ដងទៅណា ចាំបានអីទេ តើអាចទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ថ្ងៃនេះបានទេថែមឲ្យ5លានទៀត យល់ព្រមសហការរីករាយម៉ាក់រូបថតនេះគឺអាក្រក់មើលមែនទែនអ្នកថតរូបនេះបើផ្នែកធំៗឲ្យចុះនេះមិនក៏បិទភ្នែកអញ្ចឹងតើខ្ញុំនឹងស្លាប់ទេបើខ្ញុំធ្វើសោះញ៉ៃញ៉ៃនេះ ហេតុអីយកប្រាំរៀបការ រៀបការមកពីខ្ញុំស្រឡាញ់ ខ្ញុំដូចជាចាប់ផ្ដើមកិច្ចសហការត្រូវយល់ពីបំណងដៃគូ ចង្រៃយក និយាយអី នេះនាងឃើញទេ គ្មានទៀតទេ គ្មានទេ ល្អណាស់រវាងយើងទាំងពីរសង្ឃឹមថាតំណែងសហការធម្មតាពេលរាងកាយយើងដូចគ្នាវិញយើងលែងគ្នា អ្នកនាងវៃស្ថានភាពម៉ាក់របស់អ្នកនាងកាន់តែយ៉ាប់យ៉ឺនហើយសូមមកមន្ទីរពេទ្យជាមិនទាន់
អ្នកជំងឺមិនអីទេពេលនេះលោកអាចចូលទៅមើលបានហើយ អរគុណគ្រូប៉ែនណែនៅចាំអ្វីដែលខ្ញុំប្រាប់លោកបានទេណានៅចាំគ្រប់យ៉ាងបានល្អទេ រឿងច្រើន ទៅ ម៉ាក់មានអារម្មណ៍យ៉ាងណាដែរម៉ាក់ភាសាឡើងទេយិនម៉ាក់មិនអីទេកុំបារម្ភអីគេគឺ ខ្ញុំជាប្រធានរបស់នាងយើងជួបគ្នានៅតាមផ្លូវយើងក៏មកជាមួយគ្នា ជាប្រធានណាយិនរបស់យើងជាក្មេងមិនសំណាងឪពុករបស់នាងនឹងខ្ញុំលេងគ្នាតាំងពីនាងនៅតូចឪពុកនាងក៏បានរៀបការជាមួយប្រពន្ធក្រោយពី3ឆ្នាំក្រោយក៏ស្លាប់ទៅម្ដាយចង់មិនល្អនឹងនាងឡើយហើយខ្ញុំនេះក៏ឈឺទៀតនាងពិតជាគួរអាណិតណាស់ខ្ញុំបរលោកមើលថែនាងឲ្យល្អឲ្យខ្ញុំផងនាងមិនធ្វើឲ្យលោកលំបាកនោះទេ កុំនិយាយអញ្ចឹងអីនឹងជាកិច្ចការដែលខ្ញុំត្រូវធ្វើ ម៉ាក់ប្រធានកូនទឹកភ្នែករាក់បន្តិចហើយលោកជាមេដឹកនាំល្អណាស់អញ្ចឹងនាងស្រឡាញ់លុយខ្លាំងណាស់ដោយសារនាងត្រូវបង់ថ្លៃពេទ្យឲ្យម្ដាយរបស់នាង មែន ខ្ញុំសារភាពខ្ញុំយកខុសលើនាងកាលពីមុនអញ្ចឹងពេលរាងកាយយើងដូរគ្នាវិញខ្ញុំបង់លុយឲ្យនាងម្ដងទៀត មិនបាច់ទេពិតជាមិនបាច់ទេខ្ញុំមិនចង់ជពាក់គុណណាឡើយ និយាយច្រើន ខ្ញុំនឹងសងលុយលោកវិញទាំងអស់គឺថាខ្ញុំខ្ចីលុយលោកទៅចុះ ឆ្ងល់ណាស់ក្មេងស្រីតូចគ្មានលុយខ្លាចជាអ្នកមានដែររបៀបណាមើលទៅដូចជាមានលុយស្បំណាហ្វូជិនគ្រប់មែនទេរងចាំខ្ញុំចុះ នេះគឺវូក្រុមវិនយ៉ាងឥឡូវនេះខ្លាចជាមនុស្សដែលមានប្រជាប្រិយភាពនៅចំពោះមុខលោកប្រធានទៅហើយ គឺថាក្នុងមួយឆ្នាំរកលុយបានច្រើន ហេមិនចឹងទាំងអស់ទេយ៉ាងតិចគឺ1លាន កូនប្រុសមកជាមួយម៉ាក់ហើយទៅរកលុយទេ ក្មេងតូចកុំគិតថាខ្ញុំមិនអាចធ្វើអីនាងបានដោយសារមានអនុប្រធានជាក្នុងមួយឯកនោះ កូនស្រីដែលអកតញ្ញូលើលោកបោះបង់គ្រួសារមិនគិតពីឪពុកម្ដាយមិនខ្វល់ខ្វាយពីបងប្អូនគ្មានលុយ មានរឿងអី បានជួបនឹងអ្នកមានហើយមែនទេលែងស្គាល់ខ្ញុំជាគ្រួសារហើយខ្ញុំប្រាប់នាងឲ្យលុយខ្ញុំ1លានថ្ងៃនេះដរាបណាបានលុយខ្ញុំនឹងចេញទៅភ្លាមមិននៅទៅទេ ត្រូវធ្វើយ៉ាងម៉េចទេ ណែខ្ញុំសូមប្រាប់ណាចាញ់ចេញពីទីនេះបានឆាប់ទៅឥឡូវព្រាមទៅមិនចឹងខ្ញុំហៅប៉ូលីសហ ៅប៉ូលីសហីអញ្ចឹងហៅទៅឆាប់ហៅឥឡូវភ្លាមមកខ្ញុំសុំលុយកូនស្រីបង្កើតខ្ញុំមិនខុសច្បាប់នោះទេមែនទេ ខ្ញុំគ្មានលុយទេ គ្មានលុយទេមែនទេត្រូវតែឲ្យលុយនាងចម្ពាក់យើង1លានមុនពេលប្អូនប្រុសនាងរៀបការចាប់ពីឥឡូវទៅបើមិនចឹងទេនោះយើងនឹងមករករឿងនាងនៅថ្ងៃនេះរាល់ថ្ងៃមិនឲ្យនាងរួចខ្លួនឡើយ មានរឿងអីទៅលោកអ៊ូយិនបោកប្រាស់មែនទេគ្រួសារនាងសុទ្ធតែជាមនុស្សមិនល្អនាងមកគឺដើម្បីតែលុយរបស់លោកនោះទេយល់អស់បបងនាងទៅដេញនាងចេញទៅមនុស្សបែបនេះមិនគួរទុកទេ កន្លែងមួយហ្នឹងនរណាជាប្រធានប្រាក់ខែរបស់បុនយ៉ាគឺត្រូវផ្ទេរមកក្នុងកាតនេះចាប់ពីឥឡូវនេះទៅហេតុអីទៅព្រោះខ្ញុំជាបងប្រុសគាត់ណាបើឯងមិននិយាយខ្ញុំគិតថាឯងជាប្រធានភូមិចុះបើខ្ញុំជាប្រធានឯងចង់យ៉ាងម៉េចមើលទៅឯងមានទំនុកចិត្តខ្ពស់ណាស់រឿងចម្រិតទាលុយមនុស្សនេះណាមានគោលក្បាលល្ងងងើបតបញាក់ទេឯងជិះណាក៏មិនចេះខ្វល់រឿងគេថាបើសិនជាឯងមានមហិច្ឆតាខ្លះនោះមិនអីទេខ្សែកធំធំបែបនេះភ្នែកតូចតូចឯងអាចនិយាយជាមួយម្ដាយឯងពីរឿងបែកភ្នែកគេដែរទេហ៎ អូយក ូនប្រុស ចេញពីទីនេះឥឡូវនេះគឺយើងនឹងវាយឯងគ្រប់ពេលបើយើងឃើញឯង ពួកឯងចាំតែមើលទៅតើគុណ មើលខ្លួនឯងទៅគម្រោងនៅជាងឆឹងដំណើរការមិនល្អឥឡូវសំបីមហាជននៅតាមអ៊ីនធឺណិតក៏មើលមកយើងមិនល្អដែរលោកអនុប្រធានគ្រាន់តែស្រីម្នាក់ដើម្បីតែការសប្បាយខ្លួនឯងមិនបាច់ធ្វើឲ្យក្រុមហ៊ុនរបស់យើងមានការពិបាកនោះទេ មិនអាចយកក្រុមការនៅជាងឆឹងបានឯងបោះបង់ចោលទៅហ៎កំពុងតែមើលងាយណាស់ហ្នឹងគ្រាន់តែក្រុមការជាងឆឹងតូចមួយមិនអាចយកបានទេខ្ញុំនឹងលេងពីក្រុមប្រឹក្សាពិបាលចាចេញពី YCT សំទោសណាខ្ញុំស្រែកលឺណាស់កាលហ្នឹងដោយសារតែកឹងខ្លាំងពេកហ្នឹងណាលោកមកគូជពាក់ខ្ញុំរឿងបញ្ជីស្លាប់រស់ទេ មិនអីទេ កំលួងខ្ញុំអីឥឡូវធ្វើយ៉ាងម៉េចទៅគឺលោកមិនត្រូវបណ្ដឹងចេញពីក្រុមហ៊ុនទេ អេកុំយំខ្ញុំចាំមានន័យថាកុំឲ្យស្រក់ទឹកភ្នែកលើមុខខ្ញុំរឿងសំខាន់យើងត្រូវដោះស្រាយបញ្ហាយ៉ាងណាឲ្យរូបរាងយើងដូចគ្នាវិញមានច្បាស់យ៉ាងម៉េចដែរ មានច្បល់យ៉ាងម៉េចដែរ
វិការរបស់លោកត្រូវដាក់ឲ្យត្រូវ របាយការណ៍សុំទោសផងជូនដំណឹងទៅគ្រប់គ្នានេះជូនដំណឹងទៅគ្រប់គ្នាចរាយន្តគឺត្រូវជួសជុលហើយណាត្រឹមទេ សាកល្បងជម្រើសទី2ចាប់ឡើងចាប់ឡើង មិនអាចទៅរួចទេ ឥឡូវនៅសល់ជម្រើសចុងក្រោយជាមួយគុណថើបគ្នាអើយមិនអាចទេឈប់និយាយមកខ្ញុំទៀតទៅលោកមិនអាចធ្វើឲ្យគ្រប់យ៉ាងត្រឡប់ទៅសភាពដើមបានទេ នាងពិតជាមិនគួរឲ្យទុកចិត្តឥឡូវរូបមន្តចុងក្រោយស្អីគេតែចុះលោកលីអ្នកទទួលខុសត្រូវកម្រងជាងឆឹងសូមឲ្យគេទុកឱកាសយើងម្ដងទៀត ណែលោកលាសូមមេត្តាជួយខ្ញុំក្នុងគម្រោងការនឹងផង រឿងល្អកើតឡើងអញ្ចឹងលោកអ៊ូគឺត្រូវយល់រឿងដែលសមហេតុផលតើបានដែរទេ ធ្វើមិនទេ យើងពិភាក្សាតែមុខរបរ គ្រាន់តែប៉ះដៃសោះលោកច្បាស់អត់ មិនគ្រាន់តែជាការប៉ះដៃទេយ៉ាងណាក៏ខ្ញុំមិនឲ្យនាងរងអយុត្តិធម៌ដែរនាងមិនអាចខុសនឹងខ្លួនឯងឡើយ ខ្ញុំមិនអីទេម្យ៉ាងនេះគឺរឿងកាយរបស់លោក គ្មានបញ្ហាមែនទេនេះជារឿងដែលត្រូវការឡើងបន្ទាប់ កុំរំខានការងាររបស់ខ្ញុំសូមទោសដាក់រងចាំបែបនេះ សិវណ្ណាខ្ញុំមានកិច្ចការនៅការិយាល័យនាងជួយទៅយកខ្ញុំបន្តិចទៅបានទេកិច្ចសន្យានឹងខ្ញុំត្រូវចុះហត្ថលេខាភ្លាមតើបានដែរទេ អ្នកទាំងពីរធ្វើបាបខ្ញុំកិច្ចសន្យានឹងទោះលើទាំងគង្គខ្ញុំមិនចោះហត្ថលេខាដែរខ្ញុំមិនចោះទេ លោកនេះកុំអីណាខ្ញុំគិតថាអត់ត្រឹមហ្នឹង កិច្ចសន្យាក៏មិនបានចរចាថែមទាំងល្មើសលើលោកលីទៀត ដើម្បីមនុស្សស្រីសូម្បីក្រុមហ៊ុនក៏មិនរវល់ដែរ ខ្ញុំគិតថាលោកគួរតែគោរពតាមកិច្ចសន្យារបស់ពួកយើងហើយ គ្រប់គ្រាន់ណាទទួលស្គាល់ថាខ្ញុំខុសឆ្គងទៅចុះឲ្យបាត់បង់កិច្ចសន្យានេះល្មើសដៃគូក៏ប៉ុន្តែលោកក៏មិនអាចបដិសេធការប្រឹងខ្ញុំដែរគ្មាននរណាចង់ឲ្យក្រុមហ៊ុនរីកចម្រើនជាងខ្ញុំទេ កម្រងស្ថិតក្នុងការពិនិត្យឡើងវិញសង្ឃឹមថាលោកនៅតែរក្សាការពិចារណាដដែល ប្រធានទាំងឡាយអ្នកនៅទីនេះរីគុណខ្ញុំអត់លោកធ្វើដើម្បីក្រុមហ៊ុនទេនេះលោក អ្នកត្រូវធ្វើយ៉ាងម៉េចទៅសម្ដីមិនក៏រំចូលចិត្តយ៉ាងនេះខ្ញុំស្ទើរតែស្រក់ទឹកភ្នែកទៅហើយលោកពូបានបង្រៀនពួកយើងច្រើនដងហើយត្រូវស្គាល់ពីកំហុសរបស់ខ្លួនឯងយើងមិនគួរប្រឡែងដៃពីក្រុមហ៊ុនទាំងស្រុងទេធ្វើឲ្យមានរឿងរ៉ាវនេះកើតឡើងមិនល្អនោះទេ សិស្សច្បងលោកជាពូរបស់ Fujianse ខ្ញុំចង់ហត្ថលេខារួចហើយជាគម្រោងដែលអាចជំនួសគម្រោងជាងឆាំងបានទាំងស្រុងហានិភ័យគឺកម្រិតទាបលោកមេងទស្សនវិស័យវែងឆ្ងាយអនុប្រធានលោកត្រូវប្រឹងប្រែងរៀនបន្ថែមពីលោកប្រធានមេងណា គ្រប់គ្នានេះជារបាយការណ៍វាតម្លៃរបស់ Lee Group កាលពីមួយខែមុនខ្សែសង្វាក់មូលធនក្រុមហ៊ុនពួកគេមានបញ្ហាមានការផ្សព្វផ្សាយរួចអស់ហើយលោកអនុប្រធានមិនចង់ឲ្យតែលេខាលើកិច្ចសន្យាគឺជាជំរើសត្រឹមត្រូវបំផុតពេលឥឡូវ ឬអនុប្រធានមានចក្ខុវិស័យឆ្ងាយជាងនេះគឺជួយក្រុមហ៊ុនមិនឲ្យខាត់បងពេលវេលាគឺជួយដល់ក្រុមហ៊ុនចំណេញបានច្រើនទៀតហឺ ពេលវេលានៃការខំប្រឹងប្រែងរបស់យើងដាក់នៅក្នុងគម្រោងនេះក្រុមហ៊ុនមិនខាត់នោះទេហ្វូយ៉ាន់ស៊ឺឯងកំពុងស្ដាប់យើងឬអត់ បាទលពូខ្ញុំនឹកលពូខ្លាំងណាស់ ស្រីស្អាតខានជប់គ្នាយូរហើយ
ជួបគ្នាពេលក្រោយគ្រូតូច ឆាប់ទៅ ណ៎ជួបគ្នាពេលក្រោយ ខ្ញុំដាស់តឿននាងនៅឆ្ងាយពីគាត់ ហេតុអីទៅ គាត់គឺជាគូប្រជែងរបស់ខ្ញុំ អត់ចង់លេបយកក្រុមហ៊ុនរបស់លោកណ៎លពូ តែឆាប់ឡើង អលីអើយលីអើយ អូនស្រីហេតុអីរាងកាយរបស់នាងទន់ខ្សោយម្លេះគ្រាន់តែផឹកតិចតែបន្តិចក៏ឈឺកាពះដល់ឥឡូវនេះមិនតាន់ជា ថ្ងៃនេះថ្ងៃអីថ្ងៃទីប្រហែល មានអីកាលឡើងនឹងថ្ងៃទី15ហ្នឹង លោកគួរតែមានសម្លេងអនាម័យនៅផ្ទះហើយមិនអាចប្រហែលបានទេ មករដីមករដី ចាំតិចទៀតខ្ញុំកំងឲ្យចាំសិនទៅ ខ្ញុំជាបារម្ភមានសង្ហាមិនអាចមានសម្លេងអនាម័យនៅផ្ទះ មិនដឹងថាគេប្រើពីរបៀបម៉េចទេខ្ញុំទៅមុនសិន ក្លិនកុលាបបារាំងក្រអូបរបស់គេណាស់តែហើយហេតុអីនេះមិនតាន់តបទៀតលុបចេញ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 ហ៎ខ្ញុំមិនអាចផ្ញើទៅលពបែបនេះទេ ខ្ញុំមិនដឹងថាគេប្រើវារបៀបម៉េចទេខ្ញុំទៅមុនសិនសិសុហេតុអីអញមកទីនេះ វិញ្ញាណខ្ញុំធ្វើសុបឲ្យនាង សុបហ៎ណែតាគេមកធ្វើអីទីនេះ កុំខ្វល់អី ណែនេះចេះប្រើវាទេ ខ្ញុំជាមនុស្សប្រុសពេលនេះបែរជាត្រូវមករដូវទៅវិញ កុំបារម្ភអីយកវាទៅប្រើទៅហើយលោកនឹងអាចមានអារម្មណ៍ឈឺដើមទ្រូងហើមពោះឈឺខ្នងហើយដូចជាមានការរំខាននៅក្នុងខ្លួនយ៉ាងអញ្ចឹង ពេលនេះខ្ញុំពិតជាមានអារម្មណ៍ថាធុញទ្រាន់ខ្លាំងណាស់ អ្វីដែលអាចធ្វើបានគឺមានតែការអត់ធ្មត់ប៉ុណ្ណោះ ខ្ញុំមិនជឿថានាងអាចធ្វើបានល្អជាងខ្ញុំទេអើយ យ៉ាងម៉េច ជឿខ្លាំងណាស់ បើអញ្ចឹងចាំខ្ញុំជួយលោកណាខ្ញុំមកសាបែបនេះយ៉ាងម៉េចដែរបានធូរទេបានធូរហើយនឹងខ្ញុំប្រាប់លោកហើយមនុស្សស្រីត្រូវទទួលការឈឺចាប់ជារៀងរាល់ខែខ្ញុំគិតថាវាគឺជារឿងធម្មតាទេ តែនេះជារឿងធម្មតានាងដឹងថាពេលនេះខ្ញុំឈឺកន្លែងណាទេពេលចុងជើងដល់ចុងសក់វាឈឺគ្រប់កន្លែងទាំងអស់ជាពិសេសគឺឈឺដើមទ្រូងក៏ឈឺខ្លាំងណាស់ដែរ កុំប៉ះវាអីសោះ យ៉ាងម៉េចក្រែដើមទ្រូងនេះជារបស់នាងត្រូវ ប៉ុន្តែ ទេ វាជាដៃរបស់លោក ប៉ុន្តែកាលមុននាងធ្លាប់ងូតទឹកឲ្យខ្ញុំដែរតាចិត្តមនុស្សស្រីពិតជាផ្លាស់ប្ដូរលឿនជាងបាក់សភៅទៅទៀត សិស្សច្បងមកផ្ញើសារមកហើយអើណែអត់ខ្ញុំណែអត់ខ្ញុំឲ្យមកខ្ញុំនាងបាត់ឈើពោះហើយនៅខ្ញុំចាំបានថាកាលនៅរៀនគឺនាងចូលចិត្តវាណានេះជាសុពត្រីក្រហម គឺជាគេទៀតហើយ មិនថាខ្ញុំចូលចិត្តអីទេក៏លោកប្រធានទិញឲ្យខ្ញុំដែរយល់អស់លោកគួរមើលថាខ្លួនឯងទៅល្អជាង ឆានៅធ្វើខ្លួនជាមនុស្សត្រឹមត្រូវទៀតម្ដងញ៉ាយលោកធានហ្វូឥឡូវមកពាក់ព័ន្ធជាមួយលោកប្រធានមិញទៀតហើយត្រឹមតែជាអ្នកដឹកជញ្ជូនពិតជាចង់តាមខ្ពស់មែនណោះឬក៏ចង់លេងផ្លូវកាប់តែម្ដង តែជាអ្នកដឹកជញ្ជូនវាយ៉ាងម៉េចសំខាន់គឺរកលុយមកដោយភាពត្រឹមត្រូវប្រសើរជាងអ្នកខ្លះពូកែតែខាននិយាយដល់អ្នកដទៃពីក្រោយខ្នង ហើយកំពុងធ្វើអីនេះជប់ជ្រួគ្នាទៅមុននេះទើបទទួលបានដំណឹងថាអ្នកគ្រប់គ្រងថ្មីនៅក្រុមហ៊ុនមកដែលជាសិស្សបញ្ចប់ការសិក្សាពីបរទេសអ្នកគ្រប់គ្នាសូមស្វាគមន៍ ប៉ុន្តែ អូ ស្គាល់គ្នា មិនត្រឹមតែស្គាល់ទេពួកយើងជាមិត្តនឹងគ្នានៅវិទ្យាល័យទៀនបងចាត់ស៊ឺតែបងសប្បាយចិត្តទេនៅពេលដែលបានជួបខ្ញុំនេះជាការសប្រាយខ្ញុំបានរៀបចំជួបបងណាណែបងចាត់ស៊ឺមិនក៏បងធ្វើបែបនេះ
បងមិនស្គាល់ខ្ញុំទេអីយើងរៀនមត្តេយ្យបឋមនិងអនុវិទ្យាល័យជាមួយគ្នាថែមទាំងបងនិយាយថាចង់រៀបការជាមួយខ្ញុំទៀតអ្នកនាងឈូចិននិងលោកប្រធានពិតជាស័ក្តិសមនឹងគ្នាណាអូ យល់ល្អចាញ់ពីទីនេះទៅ ហើយអីក៏និយាយដាក់គេបែបនេះនាងគ្រាន់តែជាស្រីធម្មតាម្នាក់ទេ ពិតជាធម្មតាពេកហើយបើសិនជាលោកមានភ្នែកពីរនោះលោកគួរតែមើលឲ្យបានច្បាស់សិនទៅមុននឹងធ្វើស្អី ខ្ញុំ វិនច័ន្ទខ្ញុំមិនលើកលែងឲ្យនាងងាយទេវិនច័ន្ទនេះជាលទ្ធផលដែលនាងបានធ្វើអីនាងមើលទៅគម្រោងនេះមិនអាចទទួលយកបានទេ ខ្ញុំគិតមើលទៅនេះដូចជាមិនឃើញមានខុសកន្លែងណាផង តើនាងមិនគិតថាហេតុអីចាន់ស៊ឺមិនចូលចិត្តនាងទេខ្ញុំហើយនឹងគាត់ធំឡើងជាមួយគ្នាខ្ញុំស្គាល់គាត់ច្បាស់ណាស់គាត់គ្រាន់តែលេងសើចជាមួយនាងតែប៉ុណ្ណោះ តើនាងពិតជាស្គាល់គាត់ច្បាស់មែននេះ បាននាងហ៊ានតែតាក់ទាញបងចាន់ស៊ឺមកដល់ទៀតកុំបន្ទោសខ្ញុំថាគ្មានមេត្តាអសោះ អូហូនាងតើនាងជាមនុស្សដែលចូលចិត្តនិយាយអាក្រក់ដាក់អ្នកដទៃបែបនេះ ចឹងមិញឬមួយក៏នាងចង់ទៅប្រាប់បងចាន់ស៊ឺមែនទេ ខ្ញុំប្រាប់នាងណាអោះ វិនច័ន្ទតើនាងចំណាយដែលគម្រោងរបស់ខ្ញុំធ្វើបានល្អជាងនាងមែនទេហេតុអីក៏នាងរុញខ្ញុំបែបនេះ នេះថាមានរឿងស្អីទៅនឹងហេតុអីបានជាអញ្ចឹង ខ្ញុំមិនបានរញនាងទេ ហេតុអីមនុស្សស្រីស្លូតធម្មតាម្នាក់បែរជាចូលចិត្តកុហកបែបនេះទៅវិញនោះ ខ្ញុំបានប្រាប់លោកហើយតែលោកមិនជឿលើកនេះមានអីចង់និយាយទៀតក្រុមហ៊ុនគឺមានកាមេរ៉ាហើយបើលោកចង់ដឹងអាចតែមើលទៅគឺដឹងហើយ មិនអីនោះទេណាងត្រឹមតែប៉ុណ្្នឹងចាត់ទុកថាជាការយកច្រឡំទៅចុះណាង បាទហើយទុកថាមនុស្សល្អសុំទោសគេទៅចុះតែលោកមិនចង់ធ្វើអ្វីខ្លះទេ ក៏បាន វិនច័ន្ទចាត់ទុកថានេះជាការសំទោសរបស់ខ្ញុំចំពោះនាងតែចុងខ្ញុំជូនខ្សែកនេះឲ្យនាងនេះជាម៉ូតខ្ញុំចូលចិត្តណាស់ថ្ងៃអាទិត្យនេះមានការជុំមិននាងកុំភ្លេចទៅអីសោះណាង បាទហើយបើចប់រឿងនេះទៅហើយមកតាមខ្ញុំមានការចង់ពិភាក្សា ខ្ញុំចូលចិត្តខ្សែកនេះណាបែរជាឯងប្រកល់ទៅឲ្យមិត្តខ្លាំងៗនោះទៅវិញមើលចុះ អញក៏ទិញរបស់ខ្លាំងៗមួយទៅ ហ៎ វិនច័ន្ទថ្ងៃស្អែកនេះខ្ញុំនឹងធ្វើឲ្យនាងបាក់មុង ហេតុអីខ្ញុំត្រូវចូលរួមកម្មវិធីមួយរបស់នាងដែរនោះ ដោយសារតែពេលនេះលោកគឺជាខ្ញុំម្យ៉ាងទៀតខ្ញុំក៏បានធ្វើការជំនួសលោកដែរវាសមហេតុផលហើយដែលនាងត្រូវជំនួសខ្ញុំនោះត្រូវអត់ គ្រប់គ្នាមើលទៅតើនរណាគេមក ជាស្រីស្រក់កញ្ញាញ់តើមើលទៅនាងប្រហែលជាឈូមិញហើយមើលទៅយល់អត់លោកគួរទៅឲ្យឆ្ងាយពីនាងទៅ វិនចាន់ពេលជួបមិត្តរួមថ្នាក់នាងគួរតែនិយាយថាសួស្ដី ពេលនេះមកជុំគ្នាអស់ហើយឆាំគួយចុះទៅ វិនចាន់ខ្សែករបស់នាងណាដូចជារបស់ឈូយិនណាតែខ្ញុំមើលទៅរបស់នាងដូចជារបស់ខ្លាំងខ្លាយឬក៏ខ្លាំងខ្លាយពិតមែន បើទិញកន្លែងកំពាក់អីល្អជាងវាពិតជាគួរឲ្យខ្មាស់គេខ្លាំងណាស់ខ្ញុំគិតថានាងប្រហែលជាចង់ធ្វើដូចជួយចិនខ្ញុំឮថាពេលនេះវិទ្យាល័យនាងគឺជាសិស្សគំរូថែមទៀតតើជាសិស្សល្អអីទៅមិនដូចជាជួយចិនទេមើលតែគេទៅទៅជាអ្នកមានពិតប្រកបមិនបន្លំនោះទេហើយចំណែកនាងគ្រាន់តែជាលពៅដែលគេព្យួរក្នុងភូមិតែមានអ្វីកាត់ឡើងទៅណខ្សែកមួយខ្សែនោះមានតម្លៃត្រឹមតែ9យួនបងនឹងថ្លៃដឹកផង នេះជាខ្សែកដែលឈូយិនឲ្យខ្ញុំវាពិតជារបស់ខ្លាំងៗមែនដូច្នេះទើបខ្ញុំទិញរបស់ពិតសម្រាប់ខ្លួនឯង ស្អីគេតើនាងមានសមត្ថភាពទិញបានយ៉ាងម៉េច នាងអាចនិយាយថាវាពិតឬមិនពិតតាមរយៈការមើលឃើញ ខ្ញុំមិនដែលដឹងពីពួកស្រីទាំងអស់នេះទេ ឈូយិនខ្ញុំមិនដែលដឹងពីពួកនាងទាំងនោះទេតែខ្ញុំឮថានាងបានធ្វើត្រាប់តាមគេតែនរណាតែដែលចិត្តប្រុសតែមួយនោះការពិតគឺឈូយិននិងសិស្សច្បងមេងបានណាត់ជាមួយគ្នានាងបានធ្វើបាបមេងបៃឈិន ទោះបីជានៅសាលានាងក្មេងជាងគេពិតមែនប៉ុន្តែនាងក៏មិនអាចទៅដណ្ដើមមិត្តប្រុសអ្នកណាបាននោះទេបែរជាឲ្យពួកគេបែកគ្នាពិតមែនហើយខ្ញុំឮថាប៉ាម៉ាក់នាងក៏លែងគ្នាឬមួយក៏នាងចង់ធ្វើដូចគ្នាទើបមិនអាចទ្រាំមើលមនុស្សស្រឡាញ់គ្នាបាន រឿងពីមុនកប់ចោលទៅហើយហេតុអីពេលនេះនាងមិនទៅតាមឆ្លាញ់គាត់ម្ដងទៀតទៅ រឿងពីមុនគឺបានកត់ចោលហើយហេតុអីក៏ពេលនេះនាងមិនទៅតាមស្រឡាញ់គាត់ម្ដងទៀតទៅ
ខ្ញុំគិតថាមិនទៅជ្រៀត ខ្ញុំ ជ្រែ មិន ក ទៅជ្ តំ រើ ណែ ស ង រើស តំណង ទំនាក់ទំនងអ្នកទាំងពីរទៀតទេនាងជាមនុស្សទី3ហើយបើជានៅនិយាយចំអកឲ្យគេបានទៀតពិតជាមុខក្រាស់មែនមើលចុះ នាងមិនមែនជនទី3ទេព្រោះការពិតទៅខ្ញុំនឹងជួយយិនពួកយើងមិនអាចតាក់ទងគ្នាទេព្រោះការពិតខ្ញុំនឹងជួយយិនមិនអាចតាក់ទងគ្នាទេមនុស្សដែលខ្ញុំស្រឡាញ់គឺវិនយ៉ាង តែនេះជាការពិតអី ឈូចិននាងកុហកពួកយើងរហូតមកបើតាមចិត្តក្តៅណាស់ចង់តែដល់ឲ្យចំកណ្ដាលមុខទេសិស្សច្បាំងមីងខ្ញុំមិនបាននិយាយបែបនេះទេ ខ្ញុំមិនខ្វល់ថានាងនិយាយល្អទេបើសិនជានាងនៅតែធ្វើបែបនេះទៀតប៉ារបស់នាងលោកឈូនឹងទៅដកតំណែងជាមិនខានទេស្ដាប់បានដែរទេ អរគុណដែលបានជួយខ្ញុំតែខ្ញុំទៅខ្លួនឯងបាន វិនយ៉ាងពាក្យដែលខ្ញុំនិយាយមុននេះគឺជាពាក្យពិតណាស់ខ្ញុំចូលចិត្តនាងមែនខ្ញុំចង់សារភាពប្រាប់នាងនៅថ្ងៃដែលពួកយើងទទួលសញ្ញាបត្រប៉ុន្តែពេលនោះប៉ារបស់ខ្ញុំស្លាប់តែធ្លាក់ខ្លួនឈឺដូច្នេះខ្ញុំត្រូវទៅបរទេសអស់ជាច្រើនឆ្នាំខ្ញុំមិនអាចភ្លេចនាងទេរហូតដល់ថ្ងៃមួយខ្ញុំឃើញនាងនៅក្រុមហ៊ុនខ្ញុំមិនចង់បាត់បង់នាងម្ដងទៀតទេ អាឡូ គ្មានអ្នកណាម្នាក់អាចនៅរងចាំលោករហូតបាននោះទេបើបាត់បង់គឺបាត់បង់ហើយ នាងពិតជាមិនខ្វល់ពីទំនាក់ទំនងពួកយើងទេ ខ្ញុំសុំទោសខ្ញុំបានរៀបការហើយហេតុអីក៏ថ្ងៃនេះសប្បាយចិត្តម្ល៉េះ ប្រកាសហើយខ្ញុំកំពុងវឹកហាត់នៅម្នាក់ឯងហើយខ្ញុំមិនគិតថាមេងបៃឈិនហើយនឹងខ្ញុំអាចមានតំណែងតំណងបែបនេះទេហើយក៏គេបានជាស្រឡាញ់ខ្ញុំអស់ច្រើនឆ្នាំនៅពេលដែលគេបដូររាងកាយគ្នាពួកយើងលែងលះទៅនោះខ្ញុំអាចនៅជាមួយសិស្សច្បងមេងម្ដងទៀតហើយអូយ20ខ្ញុំស្លាប់ហើយនេះមេងបៃឈិន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 អូន នេះជាស្រារបស់ខ្ញុំមិនឲ្យផឹកទេ ចិត្តអាក្រក់ម្លេះទេនេះនៅពេលដែលបដូររាងកាយគ្នាពួកយើងលែងលះទៅ ប្រែទៅប្រែមកខ្ញុំកេងមលក់ទេថ្ងៃនេះខ្ញុំខំព្យាយាមទៅចូលរួមកម្មវិធីមួយរបស់នាងអាឡូកូហ្វឹង វិនយ៉ាងមកដល់ហើយ និយាយទៅមានរឿងអី គឺមិនប្រញាប់ទេញ៉ាំបាយសិនទៅរឿងហូបដែលនាងចូលចិត្តទៅណា បើអញ្ចឹងយកក្តាមដែលថ្លៃទាំង3មក ថាម៉េចក្តាមថ្លៃ មែនហើយបើអញ្ចឹងពួកយើងនិយាយគ្នាសិនទេ វិនយ៉ាងលើកទោសឲ្យខ្ញុំផងណាចំពោះភាពកេងក្អាងរបស់ខ្ញុំពិតជាស្ដាយក្រោយខ្លាំងណាស់ដែលបែកគ្នាជាមួយនឹងនាងខ្ញុំពិតជាខ្ញុំស្ដាយក្រោយមែនឈប់សិនខ្ញុំនឹងរៀបការជាមួយអ្នកផ្សេងនោះទេខ្ញុំចាំតែនឹងម្នាក់គត់សូមនាងលើកលែងទោសខ្ញុំទៅខ្ញុំចង់រៀបការជាមួយនាង រៀបការហេតុអីទៅ ព្រោះខ្ញុំមានឡានមានផ្ទះ ឡានផ្ទះមួយប៉ាក់ចាឲ្យខ្ញុំជួយដល់បំណងរំគ្នាជាមួយលោកតាមែនទេ បើអញ្ចឹងមិនបាច់រៀបការក៏បានដែរតែនាងអាចជួយខ្ញុំបានទេនឹងនៅស្និទ្ធជាមួយនឹងលោកប្រធានហ្វូយ៉ាងនេះអាចជួយនិយាយជាមួយគាត់ឲ្យខ្ញុំផងបានទេជួយនិយាយល្អពីខ្ញុំខ្លះទៅណា តែនេះជាហេតុផលពិតប្រាកដដែលលោកហៅខ្ញុំមកជួបថ្ងៃនេះ សូមជួយខ្ញុំផងទៅនឹកឃើញរឿងល្អៗរបស់ពួកយើងផងទៅណាសូមជួយខ្ញុំផង ខ្ញុំពិតជាមិនដឹងរឿងអ្វីដែលបានកើតឡើងនោះទេប៉ុន្តែពេលនេះខ្ញុំគ្រាន់តែមិនចង់ឃើញឆ្កែមួយក្បាល ជប់ភ្លាមកុំឲ្យខ្ញុំខ្វះការអត់ធ្មត់ណាកាលពីមុននៅពេលពួកយើងស្លាញ់គ្នានាងមិនដែលខ្ញុំថើបនាងនោះទេ ខ្ញុំពុំមានលោកកុំចោលមកអីសោះ កាលពីមុនខ្ញុំមិនដែលហ៊ានប៉ះនាងនោះទេតែពេលនេះមិនដូចគ្នាទេឈប់ភ្លាមអូយនឹងមិនអីទេមែនទេមិនអីទេ ណែ
នាងយ៉ាងមិនហើយមិនអីទេយ៉ាងមិនហើយខ្ញុំខំតែភ័យ វិនយ៉ាងខ្ញុំនឹងប្តឹងនាងនឹងធ្វើបាបខ្ញុំដោយចេតនានាងត្រូវចេញថ្លៃព្យាបាលឲ្យខ្ញុំ អើហេតុអីទៅខ្ញុំប្រាប់ឯងណានៅទីនេះគឺមានកាមេរ៉ាខ្ញុំនឹងប្តឹងឯងពីបទចាប់រំលោភ អីអូយលោកមីតើលោកស្រឡាញ់ស្រីចង្រៃនោះមែនទេកុំស្រឡាញ់នាងអីមែនហើយរាមណាលោកព្រមជួយខ្ញុំនឹងជួយយកនាងឲ្យលោកវិញសូមលោកជួយខ្ញុំផងទៅណាសូមលោកជួយខ្ញុំផងបានទេលោកក៏ថារឿងការខ្ញុំត្រូវការលោកជួយដែរចាប់ពីពេលនេះតទៅលោកគ្មានកន្លែងឈរជើងទៀតទេលោកមីតើលោកក៏ថាលោកជានរណាទៅហ៊ានទៅជួបគេតែម្នាក់ឯងមើលដៃរបស់ខ្ញុំពេលនេះមានរបួសហើយ សប្បាយចិត្តទៅទោះជានាងមិនលេបថ្នាំឲ្យខ្ញុំតែវាក៏នឹងជាដែរ តើអាចជាដែរ តើបារម្ភពីខ្ញុំហ៎ ខ្ញុំគ្រាន់តែបារម្ភពីរាងកាយរបស់ខ្ញុំប៉ុន្តែខ្ញុំមិនគិតថាថ្ងៃនេះសិស្សច្បងមេងក៏បានមកជួយខ្ញុំហើយនៅពេលនោះគឺគាត់បានទាត់ទ្វារយ៉ាងខ្លាំងជាមនុស្សប្រុសទៅរឹងមាំចឹងហើយហេតុអី យល់ល្អនាងគួរតែបោះបង់កំណត់នេះចោលទៅសិស្សច្បងរបស់នាងគ្មានថ្ងៃអាចនៅជាមួយនាងបាននោះទេ ហេតុអីទៅ ព្រោះខ្ញុំបានបង្ហាញសភៅរាយការណ៍ឲ្យគេមើលហើយនឹងហាមគេឲ្យនៅឆ្ងាយពីខ្ញុំព្រោះខ្ញុំមានប្តីហើយ មានប្តីគូតលៀបឲ្យខ្លាំងសួស្តីលោកគ្រូនេះជាការិយាល័យចុងហួរគឺពួកយើងបានទទួលពាក្យបណ្ដឹងដែលនាងវិនបានប្តឹងលោក នេះច្រឡំលេចហើយកុំតែមកខ្ញុំទៀតណាលោកមីនេះគេបានប្តឹងខ្ញុំហើយគេប្តឹងខ្ញុំពិតមែនជារឿងរបស់លោកទេនេះជាការចង់ក្រោយរបស់លោកហើយបើលោកមិនចង់បាននាងទៀតលោកត្រូវទុកឱកាសឲ្យខ្ញុំម្ដងទៅ សួស្តីបញ្ចាន់មែនហើយលោកប្រធានបានមករកនាងច្រើនដងហើយខ្ញុំមកដើម្បីទៅរកនាង នេះជាការសុំទោសរបស់ខ្ញុំចំពោះរឿងការពីម្សិលមិញអូនសម្លាញ់ គ្មានអ្នកណានៅចាំរហូតនោះទេបើបាត់បង់គឺបាត់បង់ហើយ នាងពិតជាមិនទុកឱកាសឲ្យខ្ញុំម្ដងទៀតទេមែនទេ សុំទោសខ្ញុំបានរៀបការហើយ ថ្ងៃនេះលោកប្រធានមានការណាត់ញ៉ាំអាហារជុំគ្នាគឺត្រូវកក់សន្តាគារមួយនេះបាទ ស្រេចទៅលោកសម្រាប់ចិត្តទៅមានមនុស្សទេ Dịch sư. Alo, chăm hai bên một bọc trong. Dịch sư, ta lúc chọn thủ ấy.
យឺនេះគឺជារាងកាយរបស់ខ្ញុំណាបន្តិចទៀតគឺប៉ុណ្្នឹងមកដល់ហើយណាគឺធ្វើចិត្តទៅចេះកុំធ្វើចឹងឯងនេះឆាប់ចេញពីខ្ញុំនេះកុំធ្វើចឹង កំរើ យិនសាពួកយើងបដូររូបរាងគ្នាហើយ តើដោយសារការថើការប្រយុទ្ធមិញមែនទេតើនាងប្រញាប់ទៅណា តែបំផាត់ដឹកដាំហើយហេតុអីក៏មករបស់ខ្ញុំមូលខ្លាំងម្ល៉េះឡើង6គីឡូអើយយិនសា ខ្ញុំមានអារម្មណ៍ដូចជាបាត់អ្វីមួយយ៉ាងចម្លែកមែនទែនប្រហែលជាដោយសារធ្វើជាស្រីយូរពេកទៅដឹង លោកធៀមកាហ្វេរបស់លោកបង អត់អីក៏ប៉ែម្លេះ នោះគឺលោកជាអ្នកប្រាប់ខ្ញុំខ្លួនឯងថាលោកមិនចូលចិត្តកាហ្វេល្វីងទេចាប់ពីថ្ងៃនេះកាហ្វេដែលត្រូវបន្ថែមស្ករនិងទឹកដោះគោច្រើន យកទៅប្រូចចេញទៅ អូបាទពិតជាប្លែកណាស់ស្រាប់តែផ្លាស់ប្ដូរលឿនបែបនេះ ឬឯងគិតថាខ្ញុំគឺជាមនុស្សដែលរឿងច្រើនមែនទេ អូមិនយ៉ាងអាចទៅខ្ញុំជាជំនួយការលោកប្រធានត្រូវតែលះបង់ការពារលោកប្រធានខ្ញុំនឹងទៅភ្លាម ឯណាបុญចាន់ហេតុអីក៏នាងផ្លាស់ប្ដូរគ្រប់យ៉ាងបែបនេះឯណាបុญចាន់ នាងថាឈឺពោះក៏សុំចេញទៅមុនបាត់ហើយ ជឿកាពះឬមួយក៏នាងមករដូវចិត្តហើយបុญចាន់តានាងស្រួលមែនទេខ្ញុំដាំបបរក្តៅឲ្យនាងបុญចាន់ឬមួយក៏នាងឈឺខ្លាំងពេកដល់ថ្នាក់ដួលសន្លប់បាត់ទៅដឹង លោកបាននិយាយហើយបន្ទាប់ពីបដូររូបរាងគ្នាលោកត្រូវតែលេងលះជាមួយនឹងខ្ញុំរងចាំរហូតដល់លោកព្រមលេងលះជាមួយនឹងខ្ញុំ បុญចាន់ សាច់បងតើថ្ងៃនេះបងមានអ្វីត្រូវនិយាយជាមួយនឹងខ្ញុំមែនទេ វិញ្ញាណពេលនេះស្ថានភាពប៉ាខ្ញុំធ្ងន់ធ្ងរណាស់ខ្ញុំត្រូវត្រឡប់ទៅអាមេរិកវិញប្រហែលជាមិនបានត្រឡប់មកវិញទេតើនាងព្រមទៅជាមួយខ្ញុំទេ សាច់បងបានដឹងហើយខ្ញុំមិនសូវពូកែភាសាទេបើខ្ញុំទៅអាមេរិកជាមួយនឹងបងគឺខ្ញុំអាចធ្វើអ្វីបានទៅទោះជាខ្ញុំចាប់អារម្មណ៍តែខ្ញុំក៏ចង់មានសមត្ថភាពធ្វើការដោយខ្លួនឯងដែរ នាងមិនចាំបាច់ធ្វើការទេខ្ញុំចិញ្ចឹមនាងបាន តើបងអាចចិញ្ចឹមខ្ញុំរហូតបានដែរ ហេតុអីមិនបាន សាច់បងខ្ញុំទទួលស្គាល់ការប្រមុនខ្ញុំពិតជាចូលចិត្តបងមែនបើសិនជាពេលនោះខ្ញុំមានឱកាសបែបនេះខ្ញុំប្រកាសជាសម្រេចចិត្តទៅជាមួយបងប៉ុន្តែបន្ទាប់ពីខ្ញុំបានជួបមនុស្សម្នាក់គេប្រាប់ខ្ញុំថាខ្លួនឯងគឺមិនដែលខុសទេបើខ្ញុំទៅអាមេរិកជាមួយនឹងបងអនាគតហិរញ្ញវត្ថុរបស់ខ្ញុំត្រូវពឹងទៅលើបងទាំងស្រុងបន្ទាប់មកខ្ញុំនឹងក្លាយទៅជាអម្រែករបស់បងមិនមែនជាខ្លួនឯងទៀតទេ ម្នាក់នោះគឺហ្វូយិនស៊ឺមែនទេខ្ញុំចាញ់ហើយ សាច់បងបើបងគ្មានការអីទៀតទេខ្ញុំសុំតែមុនហើយ វិញ្ញាណសុំទោសពិតមែន នៅថ្ងៃអនាគតបងប្រកាសជាបានជួបមនុស្សជាច្រើនសាច់បងប្រហែលជាមានតែបងម្នាក់ទេដែលខ្ញុំអាចរងចាំជួបម្ដងទៀតជូនពរសំណាងល្អ វិញ្ញាណមែនទេវិញ្ញាណមែនទេ ពលលោកជាអ្នកណាខ្ញុំមិនដែលបានខ្ចីលុយពួកលោកទេលោកច្រឡំមនុស្សហើយ ចាំងចង់វិនចំអាក់របស់នាងមែនទេវិនអ៊ីហាងចាប់អូនប្រុសរបស់នាងពួកគេប្រាប់ខ្ញុំឲ្យមកយកលុយពីនាងគឺលុយដែលពួកគេជំពាក់ខ្ញុំណាតែនឹងដែរទេឲ្យមក ខ្ញុំមិនមែនជាអ្នកខ្ចីលុយមិនមែនជាហត្ថលេខារបស់ខ្ញុំអ្នកណាខ្ចីក៏ទៅទាពីអ្នកនោះទៅ នាងមិនដឹងទេ ហើយជាវីរៈបរិសុទ្ធជួយស្រីស្អាតមែននេះយើងនឹងវាយឯងឲ្យតតែចេញពីទីនេះ ខ្ញុំទៅប៉ូលីសហើយ
បើពួកឯងមិនចង់ផឹកតែទេចេញពីទីនេះភ្លាមទៅ មិនចាន់អត់កុំចង់រត់គេចសោះណាមិនថានាងទៅដល់ណាទីខ្ញុំនឹងតាមនាង ថ្ងៃស្អែកខ្ញុំនឹងឲ្យកងអង្គរៈការពារនាង ប៉ុន្តែពួកគេការពារខ្ញុំបានតែមួយផ្លែតប៉ុណ្ណោះមិនអាចការពារបានរហូតនោះទេ ពួកគេមិនអាចតែខ្ញុំអាច គឺលោកអាចឲ្យខ្ញុំខ្ចីលុយខ្លះបានទេសំបណា អ្នកមាន បងខាងត្បូង អេខ្ញុំលើតែកូនប្រុសឯងរៀបការពីថ្ងៃមុនមិនយូរទេប្រកាសជាខ្លាចជាយាយគេតើមានទទួលបានបណ្ណាការលុយនឹងផ្ទះដែរទេ ខ្ញុំប្រកាសជាមានហើយគឺខ្ញុំណាបានខ្ចីលុយគេរហូតដល់ទៅ1លានឯណោះគឺដើម្បីឲ្យកូនប្រុសយ៉ាងណាណាក៏នាងត្រូវតែសងចំនួនខ្ញុំដដែលនឹងកូនប្រុសខ្ញុំក៏ត្រូវតែបានរៀបការចូលគ្រួសារវិនជាក់ជាមិនខាន មួយលានហើយចុះបើនេះមិនអាចសង សងវិញបានគឺជារឿងរបស់នាងគ្មានអីពាក់ព័ន្ធនឹងខ្ញុំទេ ហេតុអីខ្ញុំត្រូវសងលុយចំនួនម៉ាក់នោះ អេកូនចង្រៃយន់នេះតើឯងត្រឡប់មកវិញយ៉ាងម៉េចបានហ៎ឯងចង់ប្រភ័យឲ្យយើងស្លាប់មែនទេគឺដោយសារតែឯងនឹងហើយទើបធ្វើឲ្យប៉ារបស់ឯងស្លាប់នោះអីមិនដោយសារតែការរៀនរបស់ឯងទើបធ្វើឲ្យគ្រួសាររបស់យើងធ្លាក់ទេហ៎ ម៉ាក់មិននឹងថាឲ្យគេគួរតែលៀងគត់ខ្លួនឯងស្អាតសិនទេមិនចេះខ្មាស់គេទេគិតថាដើម្បីតែការសិក្សារបស់ខ្ញុំតែអ្នកជាអ្នកបងថ្លៃសិក្សាខ្ញុំមែនទេខ្ញុំខំធ្វើការដើម្បីឲ្យអ្នក ឯងហ៊ាននិយាយបែបនេះដាក់មកខ្លួនឯងផងហើយយើងនឹងសម្រាប់ឯងអូ នេះហើយជាការសោះរបស់ខ្ញុំនោះច្រើនឆ្នាំកន្លងមកនេះខ្ញុំខំប្រឹងធ្វើការដើម្បីចិញ្ចឹមខ្លួនឯងដឹងទេ ឯងអូ សម្រាប់មើលកាភៀងនេះគឺគ្មានហេតុផលទេគឺខ្ញុំចង់បាយយូរហើយ ហ៊ានផ្ទះម៉ាក់ខ្ញុំផង នៅក្នុងកាតនេះមានលុយ1លានគ្រប់គ្រាន់សម្រាប់អញយកទៅសងគេប៉ុន្តែក៏ត្រូវមានអ្វីយកមកដោះដូរដែរនេះគឺជាលិខិតកាត់ផ្ដាច់ទំនាក់ទំនងរវាងម៉ាក់កូននិងគ្រួសារមួយនេះចុះហត្ថលេខាសិនតែបន្តពីចុះហត្ថលេខារួចខ្ញុំគ្មានតេតងជាមួយគ្រួសារនេះទៀតទេ បានខ្ញុំនឹងចុះហត្ថលេខាអើយកូនប្រុសនេះពួកយើងលែងពិបាកទៀតហើយហត់ណែរួចហើយ យកលុយហើយត្រូវបាត់មុខពីពិភពលោករបស់ខ្ញុំ មើលទៅពួកយើងមានលុយហើយណាកូនកូនប្រុសពួកយើងមានលុយហើយម៉ាក់ជាអ្នកមានហើយ នាងពិតជាចង់លែងលះជាមួយខ្ញុំ ក្រែងលោកជាអ្នកនិយាយត្រូវទេបន្ទាប់ពីបដូររាងកាយហើយគឺលែងលះគ្នាវិញ ខ្ញុំមិនបាននិយាយទេ ស្រេចតែលោកទៅពួកយើងក៏មិនបានរៀបការដោយស្ម័គ្រចិត្តដែរបន្ទាប់ពីបដូររាងកាយហើយគ្មានហេតុផលអីត្រូវនៅផ្ទះលោកទៀតទេ មិនចឹងនាងចង់ទៅណា ទៅជួបផ្ទះតែខ្ញុំអាចទៅណាបានទៀតធ្វើអីនឹង យ៉ាន់ស៊ឺគឺម៉ាក់ហើយចា អ្នកមីងចូលមកក្នុងសិនមកសុំចូលមកក្នុងមកចូលមក តែពួកឯងទាំងពីរអត់អីទេហី គឺគ្មានអីទេ ណែម៉ាក់ដឹងថាគេរំខានឯងតាមមែនគឺថាធម្មតាមែនដែរទេ ពិតជាធម្មតាណា បាយ នេះខ្ញុំដកដង្ហើមរួចទេពិបាកដកដង្ហើមណាស់ ម៉ាក់កំពុងតែនៅទីនេះចុះបើគាត់ដឹងរឿងរបស់យើងពីរនាក់តើគិតយ៉ាងម៉េចទៅ បើអញ្ចឹងខ្ញុំទៅចាក់សាបបន្ទប់យិនសើពួកយើងបដូររូបរួចហើយ តើរូបរាងគេបដូរបន្ទាប់ពីថៅការពីយប់មិញហ្នឹងហ៎គេទៅ តែលោកត្រូវកេងបែបនេះ តើអញកាត់អីនឹងមើលទៅមុខដូចជាកង្វល់ខ្លាំងម្ល៉េះ សេស៊ីអញធ្លាប់និយាយពីរឿងភាគរ៉ូមែនទិកក្នុង TV នៅពេលដែលប្រុសនិងស្រីរៀបនឹងថើបគ្នាតែស្រាប់តែខាងប្រុសផ្ដាច់ខ្លួនចេញតាមមកពីមូលហេតុអីទេ
នេះឯងហើយនឹងលោកប្រធានដល់ដំណាក់កាលនេះហើយអី គ្មានទេខ្ញុំនិយាយពីរឿងក្នុង TV ទេ បាននៅក្នុង TV នៅពេលដែលមនុស្សប្រុសមានខ្យល់ដង្ហើមមិនល្អត្រូវទេ មិនគួរបែបនេះទេវាស្អាតទេព្រោះគេងូតទឹករាល់ថ្ងៃ ចុះហេតុអីក៏ឯងដឹងថាគាត់ងូតទឹករាល់ថ្ងៃ បានហើយខ្ញុំចាំនិយាយហើយខ្ញុំទៅជួបលោកប្រធានហើយឯនេះគួរឲ្យស្អប់ណាស់ប្រធានហ្វូខ្ញុំមានឯកសារចង់ឲ្យលោកចាស់ទៅលេខា សុំណែនាំខ្លួនទិញខ្ញុំជាគូដណ្ដឹងរបស់យ៉ានស៊ឺ ហេតុអីក៏មានគូដណ្ដឹងម្នាក់ទៀតហើយ ពួកយើងបានភ្ជាប់គ្នានឹងគ្នាតាំងពីកាត់មកម្លេះគ្រួសាររបស់យើងទាំងពីរគឺបានចង់សម្ព័ន្ធនឹងគ្នាហើយនេះជាលិខិតដែលយើងរៀបការ ចាកែនាងមិនដឹងថាពួកយើងរៀបការឲ្យដែរទេ បើខ្ញុំដឹងតែយ៉ាងមិញនោះក៏ដោយសារតែខ្ញុំទៅនៅបរទេសយូរពេកពេលខ្លះក៏អាចតបបន្ទិញប៉ុន្តែនាងគ្រាន់តែជាអតីតតែប៉ុណ្ណោះ ខ្ញុំក៏មិនធ្លាប់លើពីរឿងនេះដែរហ្វូជិនស៊ឺមានគូដណ្ដឹងល្អដូចជានាងបែបនេះ យ៉ាន់ស៊ឺខ្ញុំត្រឡប់មកវិញហើយ បានចឹងខ្ញុំមិនរំខានលោកនឹងគូដណ្ដឹងរបស់លោកទៀតទេ ខ្ញុំដឹងថាយ៉ាន់ស៊ឺគេចូលចិត្តលេងសាច់ច្រើនណាស់ប៉ុន្តែកុំភ្លេចថាលោកជាម្ចាស់ក្រុមហ៊ុនរបស់ហ្វូជីក្រុមខ្ញុំគិតថាលោកគួរតែឆ្លៀតឱកាសនេះលេងលះជាមួយនាងឲ្យហើយទៅ នៅនាងលីននោះជារឿងក្មេងៗទេគ្រាន់តែជាការនិយាយលេងរបស់មនុស្សចាស់ពេលដែលញ៉ាំបាយប៉ុណ្ណោះកុំទុកជាការពិតអីនាងក៏មិនធ្លាប់ជួបនឹងខ្ញុំក៏ប៉ុន្តែបែរជាប្រឡំថាខ្ញុំជាគូតដឹងនាងទៅវិញខ្ញុំខ្លាចថានាងអាចធ្វើឲ្យប្រពន្ធខ្ញុំខូចចិត្តមែនទេ លោកស្រឡាញ់នាងមែនទេ តំណែងរបស់គ្រួសារពួកយើងគឺល្អណាស់ក៏ប៉ុន្តែវាអាចនឹងមិនល្អបើសិនជានាងប្រមាថប្រពន្ធខ្ញុំនោះ ហើយយ៉ាខ្ញុំគ្រាន់តែលេងសាច់តែប៉ុណ្ណោះកុំបាច់បារម្ភអីខ្ញុំជាកូនស្រីច្បងរបស់លីនក្រុមខ្ញុំមិននឹងអាចទៅជ្រៀតជ្រែកគ្រួសារគេបានទេខ្ញុំមកវិញគឺភ្នាក់ងារ Fashion អន្តរជាតិហើយខ្ញុំមកទីគឺតំណាង DR ដើម្បីសហការជាមួយ Fuji Group សង្ឃឹមថាពួកយើងនឹងសហការដល់រីករាយចុង សហការ ក៏ព្រោះតែនាងបានតាមញ៉ាយចាន់ស៊ឺ តើនាងជាអ្នកណាហេតុអីក៏មកចាប់ខ្ញុំ កុំខ្វល់ថាខ្ញុំជាអ្នកណាអីនាងត្រូវចាំថារឿងគួរឲ្យស្អប់បំផុតគឺជាការលួចរបស់អ្នកដទៃ អ្នកដែលនាងគួរតែទៅរកនោះគឺវិញ្ញាណនាងជាអ្នកដណ្ដើមយិនស៊ឺទៅ ខ្ញុំនឹងចាត់ការម្ដងមួយនាងមិនអាចចាត់ការបានផងខ្ញុំមិនដឹងថានាងគួររស់នៅដើម្បីអ្វីទៀតទេយល់ទេ នាងដល់លេងខ្ញុំទៅ គ្មានបញ្ហាទេណាសុំទោសផងចុង នាងខ្ញុំសុំទោសខ្ញុំដឹងខុសហើយខ្ញុំមិនបានធ្វើរឿងអស់ទាំងនេះទេ អ្វីដែលនៅក្នុងដៃរបស់អ្នកទាំងអស់គ្នាគឺ brand DR របស់ពួកយើងជាម៉ូដសម្លៀកបំពាក់ថ្មីសូមអញ្ជើញមើលបន្ទាប់មកទៀតគឺ brand DR ពួកយើងនឹងបញ្ចេញម៉ូដថ្មីបន្ថែមទៀតនិងក្លាយជាទីផ្សារម៉ូដសម្លៀកបំពាក់ធំបំផុតតាមមានសំណួរអ្វីដែរទេបើសិនជាគ្មានទេអាចបញ្ចប់ការប្រជុំបានណែងឯងអ្នកដឹងអត់នាយកលីននិងប្រធានរបស់ពួកយើងណាគឺបានធ្វើការជាមួយគ្នាហើយជាការពិតទេប្រធានសង្ហាចិត្តជាពូកែហើយសង្ហាទៀតជាស្រីស្អាតហើយក៏ជាតកែ DR ហើយសាក់សាក់ទៅគ្នាណាស់មែនទេអីហ្នឹងមិនក៏សប្បាយខ្លាំងម្ល៉េះនាយកលីនកុំខឹងនឹងពួកយើងអីគ្រាន់តែចង់ចាប់គូនាយកលីននិងប្រធានពួកខ្ញុំតែប៉ុណ្ណោះទេមានអីត្រូវខឹងពួកនាងទៅអង្គុយចុះទៅខ្ញុំចូលចិត្តការចាប់គូបែបនេះនាយកលីនខ្ញុំមិននឹកស្មានថានាងពូកែខ្លាំងបែបនេះទេក្នុងជីវិតនេះគាត់ពិតជាចាប់ពីថ្ងៃនេះតទៅចាត់ទុកថាខ្ញុំជាមិនធម្មតាទេតែបាននិយាយពីរឿងនេះគួរឲ្យខ្មាស់ណាស់កាលពីក្មេងខ្ញុំនឹងយិនស៊ឺបានភ្ជាប់ពាក្យហាងប៉ុន្តែគ្រាន់តែជាពាក្យចាស់ៗនិយាយលេងតែប៉ុណ្ណោះមិនអាចយកជាការទេហើយជាការពិតទេបើអញ្ចឹងនឹងខ្លាចជាគូស្នេហ៍ហើយកុំនិយាយប្រេះផ្ដាស់ប្រធានស៊ឺបានរៀបការជាមួយនឹងវិញ្ញាណរួចហើយថាម៉េចពួកនាងមិនដឹងទេខ្ញុំសុំទោសផងខ្ញុំស្មានថាពួកគេប្រកាសឲ្យគ្រប់គ្នាដឹងហើយតើកុំប្រាប់អ្នកណាឲ្យដឹងឲ្យសោះចាកំរំអីចាកំរំអីហើយរៀបការអីទៅអេនោះនាងមកហើយដឹងថាលោកប្រធានបានភ្ជាប់ពាក្យហើយនៅតែលួចគូដណ្ដឹងគេទៀតពិតជាមិនខ្មាស់គេមែន
មិនចេះមើលរូបរាងខ្លួនឯងទេប្រធានពួកយើងចង់បានអ្នកណាក៏បានមែនទេមែនទេ មានការឆាប់និយាយមក លោកធានថ្មីនេះនៅក្រុមហ៊ុនមានពាក្យចចាមរាមថាប៊ុនយ៉ានគឺ យ៉ាងម៉េច គ្រប់គ្នានិយាយថានឹងគឺជនទី3មកជិតចិត្តនាយកលីននឹងលោក ពិតជាប្រសើរណាស់ ហូយព្រះជាម្ចាស់ហើយទីបំផុតដំណឹងរៀបការបានលាតត្រដាងហើយប៉ាម៉ាក់ត្រូវលែងលះព្រោះតែជនទី3មកជ្រៀតពេលនេះរឿងអាម៉ាស់ក្នុងសង្គមខ្លាំងណាស់ធ្វើជាជនទី3មិនល្អឬយ៉ាងម៉េចកុំជ្រៀតជ្រែកគូស្នេហ៍របស់អ្នកដទៃល្អជាង ពួកនេះទំនេរណាស់ទៅធ្វើការរួចហើយនៅ អសួស្ដីលោកប្រធាន ខ្ញុំមានរឿងចង់ប្រកាសខ្ញុំនឹងប៊ុនចាន់បានរៀបការរួចទៅហើយក៏ទទួលបានការជូនពរពីចាស់ទុំទៀតផងបើថ្ងៃក្រោយឲ្យខ្ញុំលើពាក្យចចាមអារម្មណ៍ប្រេះផ្ដាស់ទៀតនោះកុំបន្ទោសថាខ្ញុំគ្មានធម៌មេត្តាសោះពេលនេះជប់ខឹងហើយណា ខាងអ្នកណាទៅ ទៅធ្វើកាត់ទៅ លោកប្រធានពិតជារ៉ូមែនទិកមែនតាមពិតគាត់គឺជាតួឯកក្នុងរឿងប្រឡំលោកសោះណ ខ្ញុំក៏គិតអញ្ចឹងដែរ ខ្ញុំលើថាលោកទៅធ្វើធរៈនៅប្រទេសហ្វីនឡែននេះ មែនណាយ៉ាងម៉េច នៅទីនោះមានទឹកអប់ដែលខ្ញុំពេញចិត្តយូរហើយតាំងពីត្រឡប់មកផ្ទះខ្ញុំមិនបានទិញវាលោកអាចជួយទិញខ្ញុំបានទេ នាងប្រាប់លេខាខ្ញុំទៅខ្ញុំនឹងរៀបចំឲ្យ ចាំខ្ញុំផ្ញើឲ្យលោកចុងលោកប្រធាននេះជាឯកសារដែលលោកចុះហត្ថលេខា យ៉ាងម៉េចហើយ វិនចាន យ៉ាងម៉េច នៅក្នុងផ្ទះរបស់ខ្ញុំមានប្អូននៅបរទេសតើជួយរឹកខ្សែកឲ្យខ្ញុំមួយបានទេ តើអញចិត្តប្រភេទណាទៅចាំខ្ញុំជួយរើឲ្យ ទាំងពីរនេះគឺស្តៀងគ្នាណា មួយនេះគឺសភាពនឹងថ្លៃថ្នូរ ចាំមិនហេតុអីក៏ទេមក ពីមុននាងធ្លាប់និយាយថាមិនដែលឃើញសមុទ្រទេមែនទេកន្លែងដែលខ្ញុំស្នាក់នៅនេះគឺជាប់នឹងមាត់សមុទ្រអាចមើលឃើញព្រះអាទិត្យរះទៀតផងហើយពួកយើងមើលជាមួយគ្នាទៅ លោកភ្ញាក់លឿនយ៉ាងនេះតាមពិតគឺគ្រាន់តែចង់មើលព្រះអាទិត្យរះជាមួយនឹងខ្ញុំទេ ប្រកាសជាមែនហើយនោះដោយសារតែខ្ញុំគេងមិនលក់ នេះគឺជាឯកសារកូពីពីការឌីសាញនឹងយកទៅចម្លងទៅថ្ងៃស្អែកអ្នកឌីសាញនឹងមកក្រុមហ៊ុនរបស់យើងហើយ ចាបាន វិនចាន់មកនិយាយគ្នាមក វិនចាន់នាងចាប់មិនខានទី នាយកលីនមិនបានជាគ្មានស្គ្រីបឲ្យខ្ញុំមើលអញ្ចឹង សូមចាំតែងវិនចាន់ពេលនេះគ្រប់គ្នាក្នុងអង្គប្រជុំកំពុងរងចាំឯកសារចាំបាច់ហើយឬមួយក៏បាត់ហើយឯងមានបានចូលទៅផ្ទះទេ មិនអាចទេម្សិលមិញខ្ញុំដាក់វានៅក្នុងកាសតុកនេះច្បាស់ណាស់ ខ្ញុំចាប់បានហើយខ្ញុំក៏ឃើញដាក់ក្នុងនោះដែរហើយវាបាត់ទៅណាស់ទៅឬមួយក៏ជាមនុស្សក្នុងក្រុមហ៊ុននេះបើអញ្ចឹងពួកយើងទៅឆែកកាមេរ៉ាទៅល្អទេខ្ញុំគិតថាបើឆែកប្រកាសជាឃើញអ្នកយកមិនខានទេណា មិនតាន់ទេពេលនេះអ្នកឌីហ្សាញបាននៅក្នុងអង្គប្រជុំហើយ នាយកលីនខ្ញុំមកទីនេះគឺដើម្បីសហការជាមួយនឹង Full Group ក៏ព្រោះតែមុខមាត់គេដែរតើដឹងដែរទេថា script សំខាន់ប៉ុណ្ណាសម្រាប់ខ្ញុំនោះ លោកលាវសុំទោសប៉ុន្តែខ្ញុំពិតជាមិនដឹងមែនថាសុកស្រាត់តែបាត់ខ្លួនបែបនេះ បើសិនជាគ្រាន់តែសុំទោសរួចនោះគឺមិនចាំបាច់បង្កើតច្បាប់ទម្លាប់អីនោះទេតើមែនដែរទេ លោករលីវខ្ញុំជាមេដឹកនាំម្នាក់ប្រហែលជាដោយសារការធ្វើប្រហែលមួយពេលខ្ញុំក៏មិនបានគ្រប់គ្រងឲ្យបានល្អ ខ្ញុំគិតមើលទៅការសហការពួកយើងពេលនេះគឺមិនអាចបន្តទៀតបានទេខ្ញុំមិនសហការទេ ក៏ព្រោះតែខ្ញុំយល់ថានាងជាប្រពន្ធរបស់លោកប្រធានទៅមិននិយាយក៏ប៉ុន្តែនាងមិនអាចធ្វើអ្វីបានស្រេចតែចិត្តឯងនោះទេណាវិនចាន់ការធ្វើការនាងអន់ណាស់បើគ្មានលោកប្រធាននាងប្រហែលជាត្រូវគេដេញចេញយូរហើយ
លោករលីវខ្ញុំសូមទោសជំនួសហ្វូគ្រប់ផងទៅចុះចំពោះការខាត់បងរបស់លោកទាំងប៉ុន្មានក្រុមហ៊ុននឹងស្ម័គ្រចិត្តចេញសងលង ល្អណាស់មនុស្សដូចនាងពិតជាកម្រមែនចំណែកគេបានត្រឹមតែសុំទោសគ្មានបានការទេ វិនយ៉ាន់នាងគឺជាប្រពន្ធរបស់លោកប្រធានសូមលោកលីវកុំខឹងអីណាសៀសៀយកកងត្រាំឲ្យលោកលីវចុះហត្ថលេខាទៅលោកលីវសូមចេញ នាយកលីនខ្ញុំគិតថានាងធ្វើខុសហើយ ខ្ញុំដឹងថាលោកប្រធានទៅធ្វើធរៈនៅក្រៅប្រទេសនាងគ្មានអារម្មណ៍ធ្វើការបានអញ្ចឹងថ្ងៃនេះនាងទៅផ្ទះសម្រាប់បានហើយ រឿងមិនតេទៅនឹងលោកប្រធានទេនាងមិនគួរបងលុយឲ្យលោកលីវទេបើសិនគាត់ចង់ពិនិត្យមែនត្រូវឲ្យគាត់វិនិយោគដោយត្រឹមត្រូវមិនមែនចំនួនដោយការផ្ដោតលុយអញ្ចឹងទេទោះជាกระดาษនោះបាត់មិនប្រកាសទៅធ្វើខុសទេចំពោះក្រុមហ៊ុន ប៉ុន្តែនាងបានធ្វើឲ្យបាត់ script មុនតើការវិនិយោគអាចមានបញ្ហាដែរទេបើវាអាចប៉ះពាល់ដល់មុខមាត់ក្រុមហ៊ុននោះវិនជីនឈប់សម្ដែងធ្វើល្អទេនាយកលីនបានដោះស្រាយឲ្យពួកយើងរួចហើយនាងមិនដឹងគុណថែមទាំងមែនហើយនោះជាការវិនិយោគចំនួនធំមិនអាចរកឡើងធ្វើឲ្យបាត់ script មុនបានទេពិតជាឈុកធំមែន ខ្ញុំទទួលខុសត្រូវចំពោះកំហុសខ្ញុំប៉ុន្តែខ្ញុំមិនបានធ្វើអ្វីខុសទេហើយខ្ញុំក៏មិននៅធ្វើទៅនេះទៀតដែរ យ៉ាន់ពេលនេះបញ្ហាបានដោះស្រាយច្បាស់ហើយតើមិនបាច់លាឈប់ទេក្រែងឯងសង្ស័យថានាយកលីនដើម្បីលួច script មុននោះឯង ទោះបីជាដឹងថាគេយកក៏គ្មានផុសតាំងដែរពេលនេះមិនសំខាន់ទេមើលថែខ្លួនផង ឯណាបញ្ញត្តិ វិនចាន់គឺវិនចាន់បានលាឈប់ហើយមានរឿងកាត់ឡើង ខ្ញុំជឿលើបញ្ញត្តិនឹងមិនធ្វើឲ្យបាត់នោះទេព្រោះនាងមិនមែនជាមនុស្សដែលប្រហែសនោះទេ ខ្ញុំបានឃើញច្បាស់ណាស់ថាវិនចាន់ពិតជាដាក់ឯកសារក្នុងកែទូមែនគ្រាន់តែចេញពីធ្វើការក៏បាត់តែម្ដងទៅមិនដឹងថាអ្នកណាយកទេ ខ្ញុំចង់មើលកាមេរ៉ា លោកធានរកខ្ញុំមែនទេបាទ វីដេអូកាមេរ៉ាទាំងពីរធ្វើការនៅថ្ងៃទី13គឺត្រូវយកកាមេរ៉ាទាំងអស់ខ្ញុំមើល លោកធានវីដេអូថ្ងៃទី13គឺខូចអស់ហើយបាទ បើអញ្ចឹងប្រមូលឲ្យខ្ញុំមុនថ្ងៃ13ទាំងអស់ហ្នឹង បាទ យ៉ាត់ស៊ឹងលោកបានទិញទឹកអប់ឲ្យខ្ញុំដែរទេ ហេតុអីនាងយក script នោះទៅ លោកកំពុងតែនិយាយពីអីហ្នឹង នាងមិនខ្លាចថាត្រូវក្រុមហ៊ុនចាប់បានក្នុងកាមេរ៉ាសុវត្ថិភាពទេនាងមិនគិតថាបន្ទាប់ពីជួសជុលហើយខ្ញុំបន្ថែមកាមេរ៉ាមួយទៀតអ្វីដែលនាងបានធ្វើគឺនៅក្នុងនេះទាំងអស់ មែនហើយខ្ញុំជាអ្នកធ្វើព្រោះថាខ្ញុំស្អប់នាងដែលដណ្ដើមលោកចេញពីខ្ញុំនោះអីហើយពាក្យចចាំអារម្មណ៍នោះខ្ញុំក៏ជាអ្នកបង្កើតដែរលោកចង់ធ្វើស្អីខ្ញុំលោកចង់ធ្វើអី នាងគួរតែអរគុណទៅដែលខ្ញុំមិនវាយមនុស្សនោះ តើលោកចង់ធ្វើអី បង្ហោះវីដេអូនេះគឺដើម្បីឲ្យគេដឹងបន្ទាប់ពីគេបានឃើញហើយនាយកលៀនដែលគ្រប់គ្នាគិតថាជាមនុស្សល្អបែរជាធ្វើរឿងកខ្វក់ទៅវិញ លោកឈួតទេមុខមាត់របស់ខ្ញុំប្រកាសជារលីមិនខាត់ទេ ខ្ញុំមានប្រយោជន៍ស្អីទៅ យ៉ាន់ស៊ឺខ្ញុំខុសហើយដល់លែងឲ្យខ្ញុំម្ដងទៅតើបានទេ អញ្ចឹងខ្ញុំត្រូវចេញសុំទោសជាសាធារណៈហើយព្រោះខ្ញុំយកយល់ដល់លោកតាពួកយើងទៅពីរនាក់ទើបខ្ញុំផ្ដល់ឱកាសឲ្យនាង គ្រាន់តែសុំទោសតែមែនទេណេងឆែកអ៊ីមែលធ្វើការទៅនាយកលីនបានផ្ញើសារសុំទោសណាខ្ញុំឈ្មោះលីនស៊ីនជីខ្ញុំជាអ្នកដែលលួច script design នោះខ្ញុំពិតជាសុំទោសចំពោះវិញ្ញត្តិដែលធ្វើឲ្យនាងលំបាកខ្ញុំទទួលខុសត្រូវលើការខាត់បងក្រុមហ៊ុនទាំងអស់ជាចុងបញ្ចប់ខ្ញុំសម្រេចចិត្តថាលាឈប់ពីភ្នាក់ងារ Fashion DR ហើយលោកប្រធានពិតជាប្រកែមែនមិននឹកស្មានថាលីនស៊ីនជីជាមនុស្សបែបនោះសោះមើលទៅពួកយើងគិតខុសលើវិញ្ញត្តិហើយពិតមែនហើយតើស្អែកនេះវិញ្ញត្តិអាចនឹងមកធ្វើការវិញដែរទេណមែនហើយពិតជាផ្លាស់មុខលឿនមែនចាំមិនដែរសមត្ថភាពធ្វើការអន់ហើយបែរជានឹងមានខួរក្បាលល្ងងទៀនតើពួកនាងមិនទៅតាមនាយកលីនដែលលាឈប់ទេមែនទេពួកអញមើលអីទោះបីជាខ្ញុំចាក់ចេញពីហ្វូក្រុមក៏ខ្ញុំនៅតែជាកូនស្រីច្បងនៃគ្រួសារលីនគ្រប់គ្នាមិនអាចប្រៀបស្មើខ្ញុំបានទេវិនចាន់នាងចាំតែមើលទៅខ្ញុំនឹងឲ្យនាងសងចំពោះការប្រមាថមួយនេះអ្នកណា នាងចង់ចាត់ការវិញ្ញាណដែរទេខ្ញុំអាចជួយនាងបាន លោកជាអ្នកណាហេតុអីក៏ខ្ញុំត្រូវជឿលោក ស្រាច់ទៅនាងគិតទេអ្វីដែលសំខាន់នោះគឺមនុស្សដែលនាងត្រូវការគឺហ្វូយិនស៊ឺមែនទេខ្ញុំនិយាយត្រូវទេតើនាងជាអ្នកធ្វើទាំងអស់នេះតាមមែនទេ អ
ក៏លោកហើយដែលបានបញ្ជាក់ភាពស្អាតស្អំឲ្យខ្ញុំអរគុណដែលជាលើខ្ញុំ មិនអាចមើលមកខ្ញុំបែបនេះទេខ្ញុំដឹងថានាងមិនធ្វើអញ្ចឹងទេ អរគុណហើយខ្ញុំអាចឲ្យសន្យាជាមួយលោករឿងមួយ គ្រប់យ៉ាងហ៎អ្វីក៏បានមែនទេសប្តាហ៍ក្រោយជាខួបកំណត់របស់ខ្ញុំពិតជារស់និយមមែននេះដូចជាលើកដំបូងដែលពួកយើងជួបគ្នាអញ្ចឹង អរគុណហើយ ខ្ញុំស្រឡាញ់លោកហើយខ្ញុំចង់មកកាន់កូនស្វាមួយឲ្យលោកនេះចង់ធ្វើស្អីមិនក៏មិននិយាយត្រង់ទៅស្វានេះក៏មានរសនិយមល្អដែរ អើតែលោកចិត្តគឺបានហើយ ថ្ងៃនេះចេញពីធ្វើការចាប់ទៅផ្ទះបន្តិចណា អបាន អាឡូ សួស្តីនាងវិនមុននេះមិត្តរបស់ខ្ញុំបានតែមកថាការរបស់នាងបានផ្លាស់ប្ដូរនាងគួរទៅជួបលោកប្រធានដើម្បីពិនិត្យមើល ការរបស់ខ្ញុំត្រូវបានគេបដូរវាមិនអាចនោះទេព្រឹកមិញខ្ញុំឃើញនៅធម្មតាទេ បើអញ្ចឹងល្អណាស់ អាឡូ ចុះបើសិនជាលើកនេះបរាជ័យវិញនោះមិនថាមានរឿងអីទេខ្ញុំមិនផ្លាស់ប្ដូរផែនការទេខ្ញុំត្រូវតែបង្កើតកូនស្វា ខ្ញុំមកវិញហើយអេក្រែងលោកប្រាប់ថាមានរឿងចាស់និយាយជាមួយខ្ញុំនោះអី ថ្ងៃនេះជាថ្ងៃខួបកំណត់របស់ខ្ញុំគិតថានឹងសម្រេចបំណងរបស់នាង ពិតមែនទេ ប្រកាសហើយ តើលោកចង់ថែមលុយប្រមាណ លុយប្រមាណ ឡើងប្រាក់ខែ បំណងដែលនាងនិយាយនោះគឺដំឡើងប្រាក់ខែ ហ៎ខ្ញុំស្រឡាញ់លោកខ្ញុំចង់បង្កើតកូនស្វាមួយឲ្យលោក ចេញសើហុងការពិនគេក៏បានប្រាប់ខ្ញុំដែរគេថាកាត់នោះត្រូវបានបដូរការពិនខ្ញុំគ្រាន់តែចង់ឡើងប្រាក់ខែទេដើម្បីមានលុយច្រើនតែប៉ុណ្ណឹង ពិតជាលើកពីការរំពឹងទុកមែនថ្ងៃស្អែកខ្ញុំនឹងបញ្ឈប់គេ ដូច្នេះតើលោកចង់នៅជាមួយខ្ញុំមែនទេ មិនអាចត្រួយទេ ប៉ុន្តែខ្ញុំមិនធ្លាប់ឆ្លងកាត់ការស្រឡាញ់នោះទេតើលឿនពេកទេក្នុងការមានកូននោះ ថាម៉េចស្រឡាញ់ លោកប្រធានលោកបានមើលកង់ត្រា10នាទីហើយនោះ ហ៊ុនសានណាខ្ញុំសួរឯងការស្រឡាញ់មនុស្សស្រីម្នាក់យ៉ាងម៉េចដែរ លោកប្រធានស្រឡាញ់នាងវិនហើយយល់ហើយក៏លោកប្រធានកំពុងតែមានក្តីស្រឡាញ់ហើយខ្ញុំជំនាញខាងនេះចាំខ្ញុំចាត់ការឲ្យ ខ្ញុំឲ្យនាង ពិតជាក្អោបណាស់ គូស្នេហ៍របស់លោកពិតជាស័ក្តិសមនឹងគ្នាណាស់ ថាម៉េចអរគុណហេតុអីក៏ថ្ងៃនេះលោកមើលទៅចម្លែកម្លេះ ក្រែងនាងនិយាយថាខ្ញុំមិនចេះស្រឡាញ់នោះឯងពេលនេះខ្ញុំកំពុងតែញ៉ាយនាងហើយ លោកគឺជាសង្សារចាស់របស់វិញ្ញាណនេះហេតុអីក៏លោកខ្លាចទៅជាបែបនេះ ទាំងអស់នេះគឺដោយសារតែវិញ្ញាណនឹងធ្វើខ្ញុំបាត់បង់ការងារធ្វើឲ្យខ្ញុំជាប់គុកបន្ទាប់ពីចេញមកវិញគ្មានអ្នកណាត្រូវការខ្ញុំទៀតនោះទេនាងបានបំផ្លាញខ្ញុំទើបធ្វើឲ្យខ្ញុំខ្លាចទៅជាបែបនេះខ្ញុំចង់សម្លាប់គីខ្ញុំមិនទុកគីទេ ខ្ញុំមិនចាប់អារម្មណ៍រឿងរបស់លោកទេនិយាយទៅតើលោកមកជួបខ្ញុំនេះមានការអីដែរទេ នាងមិនទៅបរទេសវិញទេមែនទេនាងត្រូវរកលេសដើម្បីឲ្យស្រីចង្រៃនោះនៅឲ្យឆ្ងាយពីហ្វូយិនស៊ឺចំណែករឿងដែលនៅសល់ទុកឲ្យខ្ញុំ ចាត់ស៊ឺខ្ញុំដឹងថាកាលពីមុនខ្ញុំពិតជាខមមិន
ចាប់ពីពេលនេះខ្ញុំមិនរំខានលោកនឹងវិញ្ញាណទៀតទេសប្តាហ៍ក្រោយខ្ញុំនឹងមកទៅបរទេសជាមួយគ្នាហើយខ្ញុំនឹងមិនត្រឡប់មកវិញទៀតទេ ដឹងហើយ លោកក៏ដឹងថាប៉ាម៉ារបស់ខ្ញុំស្រឡាញ់លោកខ្លាំងណាស់ដើម្បីយល់ដល់ការស្រឡាញ់របស់ពួកគាត់ចំពោះលោកសប្តាហ៍នេះគាត់មានពិធីជប់លៀងមួយនៅសន្តាគារតើលោកអាចទៅបាត់ដែរទេខ្ញុំចេញលោកអាចចូលរួមជាមួយ ឆាប់ប្រាប់ពេលវេលាមក អូមែនហើយលោកកុំភ្លេចនាំវិញ្ញាណទៅជាមួយផងខ្ញុំក៏ចង់សុំអភ័យទោស ដឹងហើយ លោកធានតើមានគម្រោងចង់សុំរៀបការដែរទេ ប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើបែបណាទេ លោកធានតើចង់ខ្ញុំជួយទេរឿងនេះនោះណា គូក្បាលរបស់ឯងដូចជាដុំអិនអញ្ចឹងបើឯងមិនប្រើវានោះលើកនេះគឺសម្រាប់បុញ្ញប៉ុន្តែវាដូចជាលឿនពេកខ្ញុំចង់ធ្វើពិធីឲ្យធំសម្រាប់នាង ខ្ញុំយល់ហើយខ្ញុំនឹងបង្រៀនលោកវិធាន អូនស្រឡាញ់បងស្រឡាញ់អូនរៀបការជាមួយបងទៅគ្រប់គ្នានៅក្នុងលោកនេះតែងតែជួបមនុស្សដែលស័ក្តិសមបងសប្បាយចិត្តណាស់ដែលបានជួបអូនបងចង់ចំណាយពេលមួយជីវិតរបស់បងនៅជាមួយនឹងអូន ដូចជាលឿនហើយ ហេតុអីបានជាលុតជង្គង់ អូខ្ញុំកំពុងចង់ខ្សែស្បែកជើងបាទ លោកប្រធានសុំចាស់ហត្ថលេខា ខ្ញុំមានរឿងផ្សេងត្រូវធ្វើជាមួយបុនសានទៀតសម្រាប់រៀបការជាលើកដំបូង ណែលោកធាន មិនថារវល់ធ្វើការប៉ុណ្ណាទេក៏ត្រូវសម្រាប់ខ្លះដែរនេះទៅដល់កោក្ដៅ ខ្ញុំមិនឃ្លានទេខ្ញុំទៅសម្រាប់មុន ប៉ុ ហើយ ន្ ណា តែក្នុងនេះខ្ញុំមិនបានដាក់ស្ករនោះទេពេលថ្ងៃនេះហេតុអីគេចេះតែកិច្ចមុខពីខ្ញុំអញ្ចឹងតើនេះជារបៀបដែលមនុស្សតាមញ៉ាយធ្វើនោះហីមើលតែគេមិនចាំខុប100ថ្ងៃនៃអភិភិភិពួកយើងទេខ្ញុំត្រូវនៅម្នាក់ឯងហើយយិនសេលោកនៅទីនេះទេខ្ញុំដឹងហើយថាគេប្រកាសជាមិនចាំទេឬមួយគេធ្វើជាសប្រាយខ្ញុំ រីករាយគប់អាពេលពី200ថ្ងៃកូនប្រសាស្រី អើកូនអ្នកម៉ាក់ ឯណាចាំស៊ឺហើយចាអាឡិននេះគេទៅណាតែព្រឹកព្រលឹមនៅថ្ងៃពិសេសបែបនេះ ម៉ាក់កុំខឹងខ្ញុំអីណាខ្ញុំដឹងថាថ្មីនេះនៅក្រុមហ៊ុនរវល់ណាស់គាត់ប្រហែលជារវល់ហើយ មិនបាញ់និយាយអីអាគេទេកូនស្រីកុំបារម្ភអីម៉ាក់នឹងចាត់ការគេឲ្យពេលដែលគេត្រឡប់មកវិញពេលនេះម៉ាក់នឹងទេទៅគេភ្លាមណា អេម៉ាក់គាត់ពិតជារវល់ណាស់ នៅនាងវិនពេលនេះលោកប្រធានមានការងារសំខាន់នៅក្រុមហ៊ុនចង់ឲ្យនាងឆៃជាមិនទាន់ឲ្យបានឆាប់បំផុតណា ម៉ាក់ឃើញទេនៅក្រុមហ៊ុនរវល់ណាស់សូម្បីតែខ្ញុំក៏ត្រូវតែដែរអញ្ចឹងខ្ញុំប្រញាប់ទៅ តាម ហើយ ស្រួលណា នេះជាលើកទី1ហើយខុប100ថ្ងៃស្អីទៅបាច់จะឲ្យខ្ញុំមកធ្វើការនៅក្រុមហ៊ុនទៅវិញអេតាគ្រប់គ្នាតាណាបាត់អស់ហើយ បុញ្ញឡើងមកជួបខ្ញុំធ្លាប់គិតថាការរៀបកាដូដូចជាការធ្វើប្រតិបត្តិការមួយអញ្ចឹងតែបន្ទាប់ពីរៀបការជាមួយនាងហើយខ្ញុំរកនឹកមិនឃើញថាខ្ញុំបានឃើញអំពើល្អរបស់នាងភាពក្លាហានភាពអត់ធ្មត់ទើបខ្ញុំយល់ថាខ្ញុំសំណាងណាស់ដែលបានរៀបការជាមួយនាងមានតែនាងម្នាក់ប៉ុណ្ណោះប៉ុន្តែខ្ញុំដឹងថាខ្ញុំនៅជពាក់ការសុំរៀបការដ៏ធំមួយសម្រាប់នាង
ខ្ញុំដឹងថាខ្ញុំនឹងជពាក់ពិធីសុំរៀបការជាមួយនាងដូច្នេះហើយពេលនេះរៀបការជាមួយខ្ញុំទៅពេលនេះខ្ញុំសម្រេចចិត្តសុំនាងរៀបការដោយផ្ទាល់រៀបការជាមួយខ្ញុំទៅរៀបការជាមួយខ្ញុំបានទេ ខ្ញុំយល់ព្រម ការប៉ិនប្រហែលថ្ងៃមកនេះគឺលោករៀបចំការសប្រាយនេះដល់ខ្ញុំសោះ បងខ្លាចថានឹងមិនអាចសារភាពនៅចំពោះមុខអូនដែលរលូន មាត់ពិតជារអិនណាស់ មនុស្សល្អទាំងពីរនាក់ជួយខ្ញុំផងខ្ញុំខានហូបបាយច្រើនថ្ងៃហើយ ណា នេះលោកតាខ្ញុំជួយលោកតានៅខាងក្រៅតិចណាលោកតាគួរតែទៅរកកន្លែងសម្រាប់ទៅ នេះណា អេ ណាលោកតាហ៎ លែងដៃខ្ញុំ អ្នកទាំងពីរអាចបដូរវិញ្ញាណបាន ហេតុអីក៏លោកតាដឹង អ្នកទាំងពីរគឺជាវិញ្ញាណគូស្នេហ៍ត្រូវចំនៅពេលព្រះច័ន្ទពេញវង្សកើតឡើង គឺអ្នកទាំងពីរអ្នកកំឡោះពេលនោះនឹងមានវិនិច្ឆ័យកើតឡើងជាមិនខានទីអ្នកទាំងពីរត្រូវសួរឲ្យបានណា មានន័យថាម៉េចតើបងគិតថាពួកយើងបានជួបខ្មោចដែរទេ តាទេវតានៅខ្មោចនៅក្នុងលោកនេះពួកគេមកពីកន្លែងណា នៅសឹកសឹកគាត់ស្រាប់តែបាត់ខ្លួនហើយនៅមានពលឺទៀត អូនចង់ដឹងការពិតមែនទេសាកមើលទៅអូនប្រកាសជាបានដឹង បែបណាទៅ យប់នេះមិនមែនដូចយប់ដែលគាត់និយាយនោះទេនោះពួកយើងក៏គ្មានបញ្ហាដែរយ៉ាងម៉េចណា មិនដែរ មានន័យថាបរិចំណាស់នោះនិយាយគឺជាការពិតហើយ ប្រកាសជាការកុហកទេ ហេតុអី ប្រហែលជាថ្ងៃមុនពេលប្រច័នពេញវងពីថ្ងៃមុននៅម៉ោង 3 យល់អស់ពួកយើងគួរតែសាកល្បងរាល់ថ្ងៃទៅ បងមាននិយាយពាក្យនេះផង បានហើយឈប់លេងហើយក្រោកឡើងបងមានអីចង់បង្ហាញអូនទៀត ជាអ្វីទៅ ទៅមើលទៅមកថ្ងៃស្អែកបងនាំអូនទៅចូលរួមពិធីជប់លៀងរើសរោបដែលអូនចូលចិត្ត តើពេលធ្វើជប់លៀងអីទៅ ពិធីជប់លៀងរបស់ប៉ាម៉ាក់និងនាងលីនការជួបជុំមុនពេលដែលគេត្រូវទៅបរទេស អូនគិតថាអូនមិនធ្លាប់ចូលរួមកម្មវិធីបែបនេះពីមុនមកទេ បងសន្យាតែម្ដងនេះទេបងចង់ណែនាំអូនឲ្យគ្រប់គ្នាបានស្គាល់ផងណា យិនស៊ឺខានជួបគ្នាយូរហើយ ខានជួបគ្នាយូរហើយ ឯងពិតជាធ្វើការបានល្អណាស់ឯងនៅក្មេងថែមទាំងមានសមត្ថភាពទៀត យិនស៊ឺអ្នកមីងតាំងតែគិតថាឯងអាចខ្លាចជាកូនប្រសាគ្រូសាលីនពួកយើង នៅពូនៅមីងលីនជ្រាបឱកាសនេះខ្ញុំចង់ប្រាប់អ្នកទាំងពីរដែរនាងឈ្មោះថាប៊ុនយ៉ាន់ជាប្រពន្ធរបស់ខ្ញុំទៅធ្វើក៏ពី100ថ្ងៃហើយ ប្រហែលជាមីងរបស់ឯងយល់ច្រឡំប៉ុន្តែទំនាក់ទំនងគ្រួសារពួកយើងនៅតែដូចមុនយិនស៊ឺនៅទីនេះមានប្រធានក្រុមហ៊ុនប្រមាណអ្នកដែលចង់ឲ្យឯងទៅនិយាយការងារជាមួយនឹងពួកគេ បងតែ តោះទៅ វិនច័ន្ទខ្ញុំសប្បាយចិត្តណាស់ដែលនាងមកជួបគ្នាពេលក្រោយទៀតណា
លេងសិនលេងខ្ញុំភ្លាមទៅតានាងចាប់ខ្ញុំធ្វើអីដឹងថាខុសច្បាប់ដែរទេ ខ្ញុំខ្លាចខ្លាំងណាស់ ខ្ញុំនឹងប្តឹងប៉ូលីសថានាងចាប់ខ្ញុំ ខ្ញុំមិនយល់សោះហេតុអីក៏ចាំស៊ឺមើលនាងល្អជាងខ្ញុំទៅកើន ឆាប់លេងខ្ញុំទៅបើមិនចឹងតែយើងស៊ើបប្រកាសជាតាមរកខ្ញុំមិនខាន នាងហ៊ានបញ្ជាខ្ញុំផងហីបើមិនមែននាងលុំលុំគេឲ្យរៀបការជាមួយនាងទេនោះរឿងនេះក៏មិនកាត់ឡើងដែរខ្ញុំមិនខ្វល់នោះទីដរាបណាស់នាងស្លាប់តំណែងអ្នកស្រីហ្វូនឹងខ្លាចជារបស់យើង នាងពិតជាសាហាវណាស់ នាងបារម្ភពីខ្លួនឯងពេញទៅណាមិត្តរបស់ខ្ញុំម្នាក់គេកំពុងតែចាំជួបនាង គឺលោក នេះគឺជាលោកអ៊ូមកពីសង្ហៃគ្រប់ លោកអូលោកចាំសង្ឃឹមថាថ្ងៃក្រោយពួកយើងនឹងសហការជាមួយគ្នា មិនហើយសហការរីករាយ ប៊ុនសាន់ បាទ ឯណាប៊ុនចាន់ មុននេះគាត់នៅទីនេះតើចាំខ្ញុំត្រគាត់ សុំទោសខ្ញុំមានការតិចណា មិនអីទី ហេតុអីមិនលើកទូរស័ព្ទណា គឺលោក វិនចានខានជប់គ្នាយូរហើយ រឿងដែលនៅសល់ខ្ញុំប្រកល់ឲ្យលោកហែងខ្ញុំចង់ឲ្យនាងបាត់ពីពិភពលោកនេះជារៀងរហូតទៅវិនចាន់នាងស្លាប់ទៅ លោកធានឬមួយក៏មានរឿងកើតឡើង ឯងមិនឃើញលឿនសញ្ជាតិទេ អត់ទេមិនឃើញទេ មើលទៅអារម្មណ៍ល្អណាស់ ចាន់ស៊ឺហេតុអីក៏មកទីនេះ ខ្ញុំចង់សួរនាងតើមានបានឃើញប៊ុនចាន់ទេ វិនចាន់នេះមិនហើយមុននេះខ្ញុំក៏បាត់ឃើញនាងដែរថានាងចេញទៅមុនហើយអញ្ចឹងមិញតានាងមិនបានប្រាប់លោកទេហ៎ មែនទេ អញ្ចឹងល្អលោកគួរតែមើលថែនាងឲ្យបានល្អបន្តិចទៅតើអ្នកណាទៅដឹងទៅថានាងអាចនៅកន្លែងណាបាននោះ ពេលនេះនាងគួរតែប្រាប់ការពិតមកល្អជាងលោកធ្វើចិត្តអតិចសិនទៅស្ដាប់ខ្ញុំលោកកុំចាញ់បាក់ស្រីឈ្គត់ម្នាក់នោះអី ចិត្តតិចហេតុអីបានចៅខ្ញុំចិត្តតិចនោះគឺនាងជាអ្នកធ្វើខ្ញុំខ្លាចទៅជាបែប គឺ នេះ លោកនឹងត្រូវច្បាប់ដាក់ទោសដោយសារសម្លាប់មនុស្សតើលោកចង់ចូលគុកម្ដងទៀតទេ តើនាងដឹងថាខ្ញុំចេញពីគុកដោយរបៀបណាទេគ្រួសារខ្ញុំត្រូវលក់ផ្ទះទាំងអស់ដើម្បីឲ្យខ្ញុំចេញពីគុកបន្ទាប់ពីខ្ញុំចេញគ្មានអ្នកជួលខ្ញុំធ្វើការទេធនាគារតែមកខ្ញុំរាល់ថ្ងៃខ្ញុំទើបតែឈួតទៅហើយ ខ្ញុំយល់ហើយខ្ញុំដឹងថាលោកពិតជាពិបាក យល់នាងយល់ស្អីទៅបើនាងមិនឲ្យវូជិនស៊ឺមកប្តឹងខ្ញុំពីបទរំលោភនាងទេថ្ងៃនោះក៏គ្មានរឿងចង្កើតឡើងដែរ ខ្ញុំសន្យាថានឹងជួយរកការងារក្នុងក្រុងឲ្យលោកធ្វើពេលនេះខ្ញុំជាប្រពន្ធអគ្គនាយកខ្ញុំប្រកាសជាអាចជួយលោកបាន ឲ្យខ្ញុំជឿនាងដែលវាយឺតពេលហើយពេលនេះខ្ញុំឲ្យវាទៅនាងទោះជាការស្លាប់តែខ្ញុំ យ៉ាងម៉េចមិនអីទេហ៎មិនអីទេ លេងខ្ញុំទៅលេងខ្ញុំស្រីចង្ហៃយើងនឹងសម្លាប់នាង តើឯងគិតថានឹងមានឱកាសដែរទេនិយាយទៅនរណាបញ្ជាឯងធ្វើរឿងអញ្ចឹងនិយាយទៅនរណាគេបញ្ជាឯងប្រាប់មក គ្មានអ្នកណាបញ្ជាខ្ញុំទេខ្ញុំធ្វើវាដោយខ្លួនឯងលោកអាចធ្វើឲ្យខ្ញុំបានទៅពេលនេះនៅក្បាលរឿងទៀតមែនទេអូ មុនសានឯងដឹងថាធ្វើយ៉ាងម៉េចហើយមែនទេ កុំរំឲ្យលោកធានខ្ញុំនឹងចាត់ការរឿងនេះដល់ឡើងដើរទៅប្រធានហ្វូខ្ញុំនឹងខុសហើយ
តើអូនមិនអីទេ អូនមិនអីទេបងត្រូវរបួសហើយតែឈឺខ្លាំងទេ មិនអីទេជារបួសខាងក្រៅប៉ុណ្ណោះអូនខ្លាចទេកុំភ័យអី អូនមិនខ្លាចទេព្រោះអូនដឹងថាបងប្រកាសជាមកជួយអង្គចាស់តៃចាំអូនយកថ្នាំមកលាបឲ្យអេខ្ញុំលាបថ្នាំលើដៃរបស់បងទេហេតុអីក៏ដកអាវ បងគ្រាន់តែស្ដាប់បញ្ជាប្រពន្ធប៉ុណ្ណោះអូដាក់អូយហេតុអីក៏ដៃខ្ញុំឈឺខ្លាំងម្ល៉េះ អេ មិនអាចទេមិនអាចទ្រាំបានទេបាទណាអូយនេះអូយណាអូយមានរឿងស្អីទៅនេះ ពេលឆ្លងម៉ោង12ហើយអង្គចៅស្ងៀមទៅចាំអូនលាបថ្នាំឲ្យ អូ ចាប់ពីថ្ងៃស្អែកអូនត្រូវដើរតាមបងគ្រប់កន្លែងទោះបីជាគូហ្វឹងត្រូវចាប់ខ្លួនហើយក៏ពិតមែនប៉ុន្តែលីសិនជាពួកយើងមិនទាន់មានផុសតាំងចាប់ខ្លួននាងនៅឡើយទេបងបារម្ភខ្លាចថានាងអាចធ្វើបាបអូន បើអញ្ចឹងពេលនេះបងគួរតែបារម្ភខ្លួនឯងអូនមានរឿងចង់សារភាពណាអូយអូយការពិតច្រើនឆ្នាំនេះមនុស្សដឹកខ្ញុំពេញចិត្តគឺនាង ចាន់ស៊ឹងហេតុអីក៏បងមិនដេញលះជាមួយនឹងវិនច័ន្ទហើយត្រឡប់មករៀបការជាមួយខ្ញុំវិញទៅ ហេតុអីខ្ញុំមិនដឹងសោះអញ្ចឹងថានាងស្អាតបែបនេះ តើបងខ្លាចអីដែរទៅមិនបាច់ខ្លាចទេ មែន ចាន់ស៊ឹងហេតុអីក៏បងមិនដេញលះជាមួយនឹងវិនច័ន្ទទៅ មែនហើយខ្ញុំខ្លាចថា ហើយចឹងតើខ្លាចអីទៅ ខ្ញុំខ្លាចថាខ្ញុំអាចនឹងត្រូវជាប់គុកហើយនាងនិយាយថាផែនការនេះនាងជាអ្នករៀបចំជាមួយគេទាំងពីរនេះតើអាចប៉ះពាល់ដល់ខ្ញុំទេ ថាមិញនេះគេនិយាយទាញខ្ញុំឲ្យពាក់ព័ន្ធនេះខ្ញុំគួរតែសម្រាប់គេដូចគ្នាប៉ុន្តែមិនមែនជាបញ្ហាទេខ្ញុំនឹងឲ្យគេទៅចាត់ការចំនួនចុងជានស៊ឺ តើអូនបានថតសម្លេងរួចហើយថតសម្លេងហើយមែនទេ គ្រប់យ៉ាងរួចរាល់ហើយ មួយជានស៊ឺលោកលេងតែបិទជាមួយខ្ញុំមិញ មានអីនិយាយទៀត លោកធានមើលព័ត៌មានទេរឿងគ្រប់ផ្សាយធនហើយសូម្បីតែកៅអីអ្នកធ្វើដំណើរក៏ត្រូវបិទដែរតាមវាមិនហួសហេតុពេកទេ គ្រាន់តែប្រមូលផុសតាំងទាំងអស់តែប៉ុណ្ណឹងវាមិនទាន់សាហាវពេកទេបើសិនឪពុកម្ដាយបង្រៀនកូនមិនបានល្អនោះជាកំហុសឪពុកម្ដាយគ្រូសាលីនមិនបានអប់រំកូនឲ្យបានល្អមិនអាចបន្ទោសអ្នកណាទេ អ្នកស្រីពិតជានិយាយដូចអ្វីដែលលោកប្រធាននិយាយណាស់អ្នកស្រីដឹងអ្វីដែលលោកប្រធានកំពុងគិតទេ ជានស៊ឺខ្ញុំពិតជាដឹងកំហុសហើយ នៅនាងលីនសុំចេញទៅវិញទៅបាទ ជានស៊ឺខ្ញុំសំវល់លោកចុះដល់លែងខ្ញុំទៅណាដល់លែងប៉ាម៉ារបស់ខ្ញុំទៅសូមគិតដល់តំណែងតំណងពួកយើងទាំងពីរផងចុះខ្ញុំសំវល់ណា នឹងជាអ្នកធ្វើដោយខ្លួនឯងពេលនេះបើចាំមកសុំវោ បើមិនមែននាងតើថ្ងៃនេះគ្រូសាលីនអាចចាប់បាត់នេះដែរទេ ហ្វូជានស៊ឺខ្ញុំសុំទៅលោកជាលើកចុងក្រោយតើលោកព្រមដែរទេ មិនព្រមទេ ខ្ញុំស្មោះត្រង់ចំពោះលោកច្រើនឆ្នាំបែរជាលោកមើលមិនឃើញ ណា នៅស្ងៀ ជា ម នស៊ឺ មិនអីទេ តើណា ខ្ញុំបានបាត់បង់របស់មានតម្លៃបំផុតខ្ញុំក៏ចង់ឲ្យលោកសាឡបងដូចគ្នា ណានេះមានត្រូវរបួសដែរ ខ្ញុំ ទេ មិនលេងឲ្យលោកទេឡើង នេះលោកមានរបួសហើយណាទៅផ្ទះលាបថ្នាំទៅផ្ទះខ្ញុំ កុំខ្លាចមិនអីទេតើអូនមិនអី អូន ទេ មិនអីទេយ៉ាងម៉េចមើល
ទឹកជ្រលក់សាច់គោតែមើលទៅដឹកគ្នាទាំងអស់មកវិញហើយមក ជាស្អីហ្នឹងតើហេតុអីក៏មានក្លិនបែបនេះ អូនៅមានសាច់ជ្រូកមួយទៀតមកដល់ហើយល្អណាស់ តើនេះគឺជាស្លាប់មន់ជៀន ហេតុអីក៏វាទៅជាខ្មៅអញ្ចឹង ដោយសារតែទឹកជ្រលក់នោះមិនដឹងថាជាមួយណាទេទើបខ្លាចទៅជាបែបនេះ អូនេះគឺ គឺជាបបរដែលខ្ញុំធ្វើជាមួយបន្លែខៀវវាជួយដល់សុខភាពល្អណាស់ ជួយដល់សុខភាពតែខ្ញុំដូចជាមិនឃ្លានទេ សាក់ញ៉ាំទេ អូអ្នកមួយនេះគួរទុកចិត្តជាងបងទីជៀនគេគួរញ៉ាំទាំងសម្បកមែនទេ មិនបាច់ញ៉ាំនោះទេ អត់ណាយិនសឿខ្ញុំគិតថាពួកយើងគួរតែបដូរគ្នាវិញទៅមិនយល់ទេខ្ញុំនឹងស្លាប់មិនខាន បានហើybបដូររួចហើយកុំញ៉ាំអីចាំខ្ញុំធ្វើវាម្ដងទៀតខ្ញុំទៅធ្វើវាសិន ប្រពន្ធសម្លាញ់ផុតមកដល់ពីហើយមិនចឹងទេពួកយើងណែប្រពន្ធសម្លាញ់ណែអូនយ៉ាងម៉េចហើយ មិនអីទេ តើឯងមិនបានទៅមន្ទីរពេទ្យទេតើគ្រូពេទ្យគេនិយាយថាម៉េចហើយប្រហែលខែហើយ ប្រហែលជាត្រូវចាំ7ទៅ8ខែទៀត តើពេលណាតើឯងប្រាប់ដល់លោកប្រធានទៅ គិតថាមិនតាន់ដល់ពេលទេ អូហូយក្មួយប្រុសហេតុអីក៏ឲ្យម៉ាក់រងចាំយូរបែបនេះម៉ាក់ថោឯងមិនរងចាំបាត់ទេណាហូយអស់ចាន់ណាណែក្មួយប្រុសហេតុអីក៏ឯងឲ្យម៉ាក់របស់ឯងរងចាំយូរបែបនេះម៉ាក់ថោឯងមិនអាចចាំបានទេយកទេ អេតែអញខ្លាចជាម៉ាក់គេពេញកា មិនខ្វះទេខ្ញុំគឺជាម៉ាក់ថោរបស់គេម្នាក់ បាន ហេតុអីក៏ឯងមិនប្រាប់ដល់លោកប្រធានរឿងល្អបែបនេះ ខ្ញុំមិនដឹងថាគាត់ចូលចិត្តក្មេងឬក៏អត់ទេ ឯងខ្លាចគេឡើងប្រកាសទៀតមែនទេខ្ញុំគិតថាលោកប្រធានប្រកាសជាចូលចិត្តក្មេងទាំងអស់ហ្នឹងឲ្យតែឯងជាអ្នកបង្កើន មិនថាមួយណាក៏ល្អដែរសំខាន់ឲ្យតែគេមានសុខភាពល្អគឺគ្រប់គ្រាន់ហើយ លោកប្រធានខ្ញុំគិតថាអ្នកស្រីមានជំងឺកាពះហើយឬក៏អាចមានជំងឺមហារីកកាពះ មានន័យថានាងសល់ពេល7 8ខែទៀត7 8ខែទៀតមិនអាចទេ7ទៅ8ខែទៀតមិនអាចទេខ្ញុំត្រូវមួយថៃនឹងឲ្យបានល្អ អេបងមកវិញហើយ ទុកឲ្យបងវិញទៅអង្គុយទៅចាប់បងជាអ្នកធ្វើ អេហេតុអីក៏ភ្នែកបងក្រហមបែបនេះ គ្មានអីទេដោយសារតែនៅខាងក្រៅគឺមានខ្យល់ហើយនឹងទលីខ្លាំងពេក អេវ៉ាវមករំថ្នាក់អូនខ្លាចជាម្ដាយគេហើយអេយិនស៊ឺតើបងចូលចិត្តក្មេងទេ នាងប្រហែលចំណាយនឹងគេហើយតែយើងគ្មានពេលច្រើនទៀតទេធ្វើអ្វីដែលកុំឲ្យមានការសោកស្ដាយបងគិតថាគ្រួសារយើងគឺល្អហើយមិនចាំបាច់មានក្មេងៗទេ មែនហើយមើលតែគាត់មិនចូលចិត្តក្មេងទេកូនសម្លាញ់ម៉ាក់សុំទៅ យ៉ាងម៉េចហើយ គ្មានអីទេអូនហត់ ហត់ណែកូនពិសាញ៉ាំទេម៉ាក់ធ្វើវាជាពិសេសឲ្យឯងទាំងអស់នេះសុទ្ធតែជាបន្លែធម្មជាតិណាញ៉ាំច្រើនទេ
យាមស៊ឺតើប្រពន្ធរបស់ឯកាត់អីនឹងយាមស៊ឺតើប្រពន្ធរបស់ឯកាត់អីនឹង ម៉ាក់បានឃើញហើយ ណែឃើញវាដូចជាចម្លែកចម្លែង ម៉ាក់កុំជួយជ្រែករឿងរបស់ពួកយើងអីខ្ញុំនឹងមិនបោះបង់នាងទេ តើបងនិយាយថាបងនឹងបបងខ្ញុំចាំមែនទេ អត់ទេគឺបងអត់បាននិយាយទេបើអូនស្ដាប់លឺទៅហើយបងនឹងប្រាប់ការពិតដល់អូនបងបានលឺអូននិយាយជាមួយនឹងមិត្តរបស់អូនហើយបងដឹងថាអូននៅសល់ពេល7 8ថ្ងៃទៀតមិនថាមានរឿងអីទេបងមិនបោះបង់អូនចិត្តដាច់ខាតណា ឆាប់សិនតើមានរឿងអីអូនមិនបានឈើនោះទេ អូនមិនបានជឿចុះហេតុអីពេលញ៉ាំអាហារក្អួតបែបនេះ ហេចាអគុណល្ងងឯងនេះដោយសារតែប្រពន្ធឯងមានកូននឹងណា ចុះអូននិយាយថានៅសល់ពេល7 8ថ្ងៃទៀត គ្រូប៉ែននិយាយថាអូនមានផ្ទៃពោះ2ខែហើយនោះប្រកាសជាត្រូវរងចាំ7ទៅ8ខែទៀតមែនទេ ណែប្រចាំផងប្រចាំផងណា ឡើងទៅទេ សុំទោសអូនសម្លាញ់ណាសុំទោសប្រពន្ធសម្លាញ់បងចូលចិត្តក្មេងនៅថ្ងៃនោះគឺបងនិយាយថាមិនចូលចិត្តក្មេងព្រោះបងខ្លាចអូនពិបាកចិត្ត អូនដឹងហើយពេលនេះបងខ្លាចជាប៉ាគេហើយ មួយនេះអូនចង់ទៅណា អូនជាវាទៅបោក អង្គុយចុះទៅអង្គុយទៅចាំបងជាអ្នកធ្វើ អូនគ្រាន់តែមានកូនមិនបានពិការនោះទេហេតុអីក៏យកវាទៅបោកមិនបាននោះ កន្លែងបោកគក់វារអើបងខ្លាចអូនដួលមនុស្សស្មាតថាសាប៊ូនេះក្លិនដូចជាទឹកអប់នៅប្រទេសបារាំងចឹងក្រុមហ៊ុនគេលេជាអ្នកបង្កើតឡើងមានក្លិនក្រអូបប្រហើរណែប្រពន្ធសម្លាញ់នេះ តើបងជាអ្នកធ្វើអី មែនហើយចាំញ៉ាំ អូនញ៉ាំឆ្ងាញ់ណាស់ បងដឹងថាថ្មីនេះអូនញ៉ាំអីមិនសូវបានទេបងរៀនធ្វើម្ហូបបរទេសជាពិសេសចង់ញ៉ាំអីប្រាប់បងធ្វើឲ្យភ្លាម ឈើទេឈើខ្លាំងទេ មិនឈឺទេមិនឈឺទេ អូនមើល វាពិតមែនមិនឈឺមែនណាមិនអីទេអូនចង់និយាយអីនិយាយទៅ គឺអូនមានរឿងចង់ពិភាក្សាជាមួយនឹងបង ចង់និយាយអី កាលពីអូននៅសាលាអូនបានរៀនផ្នែក design ប៉ុន្តែដើម្បីតែធ្វើការបង់លុយសាលាអូនមិនទាន់បានទទួលជោគជ័យនៅឡើយទេអូនយកពេលកំពុងមានផ្ទៃពោះនេះដើម្បីទៅរៀនម្ដងទៀត ប្រពន្ធសម្លាញ់ប្រកាសជាបានហើយអ្វីដែលអូនចង់បានបងប្រកាសជាយកឲ្យអូនទៅបាន តើជាអ្វីទៅ ក៏ប៉ុន្តែបងមានសំណើមួយ អរគុណប្តីសម្លាញ់ មិនត្រូវហត់ពេកទេពិតជាមានក្តីសុខណាស់បងស្រក់គីឡូ ធ្វើបាបបងផងហ៎ នេះ អូណែអូយនេះជាប្រធាន design mode ថ្មីនៅក្នុងក្រុមហ៊ុនពួកយើងអ្នក design វិញប្រពន្ធសម្លាញ់ណាញ៉ាំចេះសិនទៅ ធ្វើសរសៃអូនផងឲ្យលឿន បាទ លទ្ធផលនៃការប្រកួតច្នៃម៉ូដសម្លៀកបំពាក់ត្រូវបានប្រកាសជាផ្លូវការហើយគឺជាអ្នកឌីហ្សាញវិនជីន អូនឈ្នះពេលហើយគឺអូនបងឃើញទេ ប្រយ័ត្នមកអង្គុយមក ប៉ុន្តែអូនគិតថាអូនដល់ពេលសម្រាប់ហើយ ហ៎
ប្រពន្ធសម្លាញ់កុំបារម្ភអីណាពួកយើងមកដល់ពេលហើយនៅស្ងៀមទេទ្រាំតិច ឈឺ ទេ អូយ ពួកយើងជិតដល់បន្ទប់ហើយ ឈឺខ្លាំងណាស់ នៅស្ងៀមមិនអីទេយើងជិតដល់ហើយចាំតិចណា បាននិយាយថាមានប្រអប់មួយនៅក្នុងកេះទូកៅអៅរបស់អូនគឺមានលុយ ហើយចាំពេលដល់ចេញពីពេលសិនទៅបងនៅប្រទេសទ្រព្យសម្បត្តិទាំងអស់ឲ្យអូន សូមគ្រូសាស្ត្រអ្នកជំងឺបំពេញព័ត៌មាន អូនៅកន្លែងណា យិនស៊ឺ ហ៎ កុំស្ដាយក្រោយ ហ៎ រឿងសម្រាប់កូនអូនទុកចិត្តលើបងហើយ លោកប្តីរឿងនេះបកគលឲ្យបង វិញ្ញាណ ព្រឹកឡើងលោកប្តីព្រឹកឡើងព្រឹកឡើងលោកប្តី វិញ្ញាណ ព្រឹកឡើងព្រឹកឡើងលោកប្តីព្រឹកឡើង វិញ្ញាណ ព្រឹកឡើងណាលោកប្តីព្រឹកឡើងព្រឹកឡើង វិញ្ញាណ